សូមឲ្យយើងមិនតែដៃទៅសារដំណើរដល់ព្រះដល់ជាអម្ចាស់បាទសូមងាកទល់មុខគ្នាពីនាក់បាទអញ្ញឹមដាក់គ្នាឲ្យពោគ្នានៅក្នុងព្រះនាមរបស់ផងប្រងបាទសូមនិយាយថាអរគុណអ្នកនៅថ្ងៃនេះដែលអ្នកបានចុះចូលគោរពស្ដាប់បង្គាប់ទៅនឹងព្រះបន្ទូលរបស់ផងទ្រង់ហើយបានរក្សាថ្ងៃបរិសុទ្ធអ្នកដឹងទេថ្ងៃនេះសំខាន់ខ្លាំងណាស់សូមឲ្យអ្នកមានពរខ្ញុំដឹងថាអ្នកជាមនុស្សមានពរពីព្រោះអ្នកជាកូននៃព្រះដ៏ខ្ពស់បំផុតដែលមានទ្រង់ជាព្រះហើយដែលមានទ្រង់ជាស្ដេចខ្ញុំឲ្យពរអ្នកក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអ្នកនឹងបានពរពិតអាមែន I take it I receive it in the name of Jesus សូមចាត់ដៃទៅសារដំណើរព្រះអរគុណដល់ក្រុមថ្វាយបង្គំបាទដែលបាននាំយើងចូលទៅក្នុងព្រះវត្តមានរបស់ផងព្រះអង្គបាទបងប្អូនត្រៀមហើយនៅត្រៀមដើម្បីស្ដាប់ព្រះបន្ទូលព្រះអង្គហើយនៅបើព្រះមានបន្ទូលស្ដាប់ទេស្ដាប់អត់បងប្អូនអ្នកធ្វើបន្តពីខ្លួនឯងណាបាទឥឡូវនេះយើងក្រោកឈរបន្តិចសិនហើយយើងប្រកាសព្រះបន្ទូលព្រះអង្គជាមួយគ្នាមុនពេលដែលយើងអង្គុយចុះដើម្បីនឹងស្ដាប់នៅព្រះបន្ទូលព្រះអង្គបាទតោះព្រះរាជបញ្ជារបស់ព្រះសម្រាប់ខ្ញុំត្រូវឲ្យខ្ញុំបានបរិសុទ្ធត្បិតព្រះយេហូវ៉ាជាព្រះនៃខ្ញុំទ្រង់បរិសុទ្ធខ្ញុំជាពូជជ្រើសរើសសង់លួងសាបរិសុទ្ធរាដល់ជាកេអកនៃព្រះខ្ញុំត្រូវរស់នៅដើម្បីសម្ដែងចេញឲ្យគេឃើញអស់ទាំងលក្ខណៈរបស់ព្រះដែលទ្រង់បានហៅខ្ញុំចេញពីសេចក្តីងងឹតមកក្នុងពន្លឺអស្ចារ្យរបស់ទ្រង់ពីដើមខ្ញុំមិនមែនជាសះទ្រង់ទេតែឥឡូវខ្ញុំជាសះរបស់ព្រះហើយពីដើមខ្ញុំមិនបានទទួលសេចក្តីមេត្តាករុណាទេតែឥឡូវនេះខ្ញុំបានទទួលហើយខ្ញុំត្រូវដេញតាមសេចក្តីមេត្រីចំពោះមនុស្សទាំងអស់ហើយញែកជាបរិសុទ្ធបើខ្ញុំមិនមានសេចក្តីបរិសុទ្ធទេខ្ញុំមិនបានឃើញព្រះឡើយអាមែនសូមបាទតែដៃប្រសាទដំណើរដល់ព្រះដល់អម្ចាស់ហើយសូមសម្រួលអេរិយាបថបាទថ្ងៃនេះយើងនឹងរៀនជាមួយគ្នានៅបាទជំពូក13តកតងនឹងព្រះបន្ទូលនៅក្នុងព្រះគម្ពីរលេវីបាទហើយតាមពិតជំពូក13និងជំពូក14គឺនិយាយរឿងតែមួយប៉ុន្តែវែងណាស់មួយជំពូករហូតដល់59ខហើយជំពូកក្រោយរហូតដល់57ខវាវែងពេកអញ្ចឹងហើយបានជាយើងដាក់ភាគ1និងភាគ2ព្រោះវាជារឿងតែមួយបាទចំណងជើងនៃព្រះរាជសារនៅថ្ងៃនេះព្រះយកប្រតិទុកដាក់ចំពោះភាពបរិសុទ្ធនៅក្នុងរូបកាយបាទនិងលំនៅឋានរបស់ផងយើងបាទអញ្ចឹងយើងអានមួយវគ្គបាទហើយនឹងខ្ញុំពន្យល់តែម្ដងបាទនៅក្នុងខ1បាទយើងនឹងអានខ្ញុំនឹងអានមួយវគ្គហើយបងប្អូននឹងសង្កេតមើលហើយរៀនជាមួយគ្នាបាទលេវីជំពូក13ចាប់តាមពីខ1ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេហើយនឹងអេរ៉ុនថាបាទបើមនុស្សណាកើតមានពកឬដំបៅឬស្នាមអ្វីក្រហមនៅស្បែកដែលคล้ายទៅជាក្លុងនៅក្នុងសាច់នោះត្រូវឲ្យគេនាំអ្នកនោះទៅឯអេរ៉ុនដ៏ជាសង្ឃឬទៅឯកូនណាមួយរបស់លោកដែលនឹងធ្វើជាសង្ឃក៏បាន
ត្រូវឲ្យសង់ពិនិត្យមើលរោគដែលនៅក្នុងសាច់អ្នកនោះបើរោមដែលនៅត្រង់ដំបៅបានត្រឡប់ទៅជាសហើយដំបៅនោះមើលទៅដូចជាខុងទាបជាងស្បែកនោះគឺជាខ្លងហើយត្រូវឲ្យសង់ពិនិត្យមើលហើយប្រាប់ថាជាស្មុករោគតែបើសិនជាស្នាមដែលនៅស្បែកនោះសវិញហើយមើលទៅមិនមែនខុងទាបជាងស្បែកទេហើយបើរោមមិនបាទទៅជាសនោះត្រូវឲ្យសង់បង្ខាំងអ្នកដែលមានរោគនោះទុកនៅ7ថ្ងៃរួចដល់ថ្ងៃទី7ត្រូវពិនិត្យមើលម្ដងទៀតបើមើលទៅស្មានថារោគនៅដដែលមិនបានរៀលទៅក្នុងស្បែកទេនោះត្រូវបង្ខាំងអ្នកនោះនៅ7ថ្ងៃទៀតរួចដល់ថ្ងៃទី7ត្រូវឲ្យសង់ពិនិត្យមើលម្ដងទៀតបើរោគអន់ថយហើយមិនបានរៀលក្នុងស្បែកទេនោះត្រូវប្រកាសថាអ្នកនោះស្អាតវិញគ្រាន់តែជាស្រែងប៉ុណ្ណោះរួចអ្នកនោះត្រូវបោកសម្លៀកបំពាក់ខ្លួនចេញនោះនឹងបានស្អាតហើយតែបើដំបៅរៀលធំឡើងនៅក្នុងស្បែកក្រោយដែលសង់បានពិនិត្យមើលព្រមទាំងប្រកាសថាជាស្អាតហើយនោះត្រូវឲ្យបង្ហាញខ្លួនដល់សង្ឃឲ្យមើលម្ដងទៀតត្រូវឲ្យសង្ឃពិនិត្យមើលបើឃើញថាដំបៅនោះបានរៀលដាលខ្លាំងឡើងនៅក្នុងស្បែកនោះត្រូវប្រកាសថាជាស្មុករោគវិញគឺជាខ្លងហើយបាទយើងឃើញថាជំងឺខ្លងជាជំងឺមួយដ៏សែនកាចសាហាវដែលពិភពលោកទាំងមូលរាប់ពាន់ឆ្នាំហើយបានខ្លាចរអាបាទហើយមុនពេលដែលគេបានរកឃើញគេតែងតែយល់ថាជំងឺនេះជាជំងឺតពូជផងពីព្រោះជាធម្មតាគេតែងសង្កេតឃើញថាបើខ្លងកើតទៅលើអ្នកណាហើយបាទក្នុងក្រុមគ្រួសារនោះបាទជិះមិនផុតពីខ្លងនោះឡើយបាទរហូតដល់ពេលគេមានថ្នាំដើម្បីព្យាបាលនៅក្នុងជំពូក13និងជំពូក14បាទគឺព្រះគម្ពីរបាននិយាយអំពីខ្លងដែលបានកើតឡើងដល់រូបកាយរបស់ផងប្រជារាស្ត្ររបស់ផងព្រះជាម្ចាស់បាទខាងឯសាច់ឈាមដែលជំងឺខ្លងនេះគឺជានិមិត្តរូបអំពីខ្លងខាងវិញ្ញាណរបស់ផងប្រជារាស្ត្ររបស់ព្រះអ្វីដែលយើងគួរឲ្យពិចារណាបាទយើងឃើញថានៅក្នុងជំពូកទី11គឺនិយាយអំពី kosher ក៏គឺនិយាយពីសត្វណាដែលគួរបរិភោគឬសត្វណាដែលមិនគួរបរិភោគបាទហើយជំពូក12គឺនិយាយអំពីបាទយ៉ាងមិនដែរអំពីភាពមិនស្អាតដែលនៅខាងក្នុងខ្លួនរបស់ផងយើងបាទដោយយកបាទរដូវបាទយកមកធ្វើការពិចារណាហើយជំពូក13និងជំពូក14នេះបាទគឺនិយាយយ៉ាងមិនដែរជំងឺដែលនៅខាងក្នុងបានចាប់ផ្ដើមបង្ហាញចេញមកខាងក្រៅមែនទេជំងឺដែលនៅខាងក្នុងបាទចាប់ផ្ដើមបង្ហាញចេញមកខាងក្រៅបាទអញ្ចឹងព្រះចောင်းម្ចាស់ classify ព្រះបាទមានន័យថាព្រះរាជសាររបស់ផងព្រះអង្គតាមលំដាប់លំដោយដើម្បីពន្យល់ដល់រាជរបស់ព្រះរបស់ចောင်းម្ចាស់នៅពេលដែលយើងរៀនទាំងព្រះគម្ពីរសញ្ញាចាស់ហើយនឹងរៀនទាំងព្រះគម្ពីរសញ្ញាថ្មីយើងអាចយល់បានគ្រប់ជ្រុងជ្រោយពីសេចក្តីបង្រៀនរបស់ផងព្រះអង្គជាប្រព័ន្ធតាមលំដាប់លំដោយបាទហើយធ្វើឲ្យយើងងាយយល់បាទពីព្រោះព្រះបន្ទូលរបស់ផងព្រះដល់ចောင်းម្ចាស់គឺជាបទបញ្ញត្តិរបស់ព្រះបទបញ្ញត្តិរបស់ឋានសួគ៌ជារដ្ឋធម្មនុញ្ញនៃឋានសួគ៌ដែលទាមទារឲ្យប្រជារាស្ត្ររបស់ព្រះត្រូវគោរពប្រតិបត្តិព្រះបន្ទូលរបស់ផងព្រះមិនមែនស្មានមិនមែនប្រហែលលោកនេះខ្ញុំសួរបើសិនជាខ្ញុំធ្វើជាមេធាវីខាងឯសាច់ឈាមហើយខ្ញុំអត់យល់តទៅសោះអំពីបញ្ញត្តិច្បាប់អត់យល់មាត្រានៅក្នុងរដ្ឋធម្មនុញ្ញហើយស្រាប់តែនៅពេលដែលខ្ញុំឈរកាន់ក្តីអ្នកណាម្នាក់ហើយខ្ញុំស្មានខ្ញុំប្រហែលតើបងមានអារម្មណ៍យ៉ាងម៉េចអ្នកដែលរងគ្រោះគេនឹងស្រែកថាអយុត្តិធម៌ត្រូវឬអត់ពីព្រោះគេរងគ្រោះដោយសារតែខ្ញុំអត់យល់ច្បាប់ត្រូវទេតើអ្នករងគ្រោះគេសុខចិត្តទេទី2តើរដ្ឋាភិបាលបន្តឲ្យ license ខ្ញុំដើម្បីធ្វើជាមេធាវីទៀតទេ
បើខ្ញុំអត់ចេះអីផងហ្នឹងខ្ញុំអត់យល់ពីច្បាប់ផងហ្នឹងចងចាំគ្រូកងវិលអ្នកបង្រៀនព្រះបន្ទូលព្រះអង្គមានរូបភាពប្រហាក់ប្រហែលគ្នាអ្នកឈរកណ្ដាលរវាងមនុស្សនិងព្រះអ្នកគឺជាអ្នកដែលត្រូវបកស្រាយរដ្ឋធម្មនុញ្ញរបស់ឋានសួគ៌ឲ្យប្រជារាស្ត្ររបស់ព្រះយល់អ្នកនិយាយស្មានហ្មិចអ្នកនិយាយប្រហែលយ៉ាងម៉េចគេធ្លាក់នរកត្រូវឬអត់ឯណាការទទួលខុសត្រូវរបស់អ្នកហេតុអីបានជាមេធាវីគេទាមទារឲ្យការប្រឡងតឹងតែងឲ្យយើងចេះច្បាស់លាស់មុនគេឲ្យ license ពីព្រោះថាយើងឈរតំណាងឲ្យច្បាប់នៃព្រះជាណាចក្រគូងវិលមិនមែនជាអ្នកលេងអាប៉ោងទេដែលបើគ្រប់ចាក់ជាស្មានជាប្រហែលឬអ្នកលេងខ្លាឃ្លោកទេគូងវិលគឺអ្នកដែលឈរនៅកណ្ដាលរវាងមនុស្សនិងព្រះហើយជាអ្នកបកស្រាយរដ្ឋធម្មនុញ្ញនៃព្រះដោយប្រកាសច្បាស់ត្រូវឬអត់រឿងគេយល់គេមិនយល់គេព្រមស្ដាប់គេមិនព្រមស្ដាប់វាមិនមែនជាតួនាទីរបស់យើងទេពីព្រោះយើងអត់ចាប់បង្ខំគេទេតួនាទីរបស់យើងប្រាប់ឲ្យច្បាស់ថាណែរដ្ឋធម្មនុញ្ញនេះមានន័យអញ្ចឹងគេស្ដាប់គេមិនស្ដាប់រឿងរបស់គេពីព្រោះទោសគឺជារបស់ផងគេមិនមែនជារបស់យើងទេអាមែនលោកអ្នកបងត្រូវយល់បាទមានការឯកាឡើងបើសិនជាលោកអ្នកបងមកជឿព្រះលោកអ្នកបងចង់ទៅឋានសួគ៌តែដោយព្រោះតែគ្រូគង្វាលរបស់លោកអ្នកអត់ចេះព្រះគម្ពីរអត់ចេះរដ្ឋធម្មនុញ្ញនៃឋានសួគ៌បកស្រាយស្មានប្រហែលហើយទីបញ្ចប់លោកអ្នកបងអត់បានទៅឋានសួគ៌អ្នកយល់ព្រមឬអត់កំហុសរបស់អ្នកធ្វើឲ្យខ្ញុំវេទនាកំហុសរបស់អ្នកធ្វើឲ្យខ្ញុំរងទុក្ខខ្ញុំនឹងមិនព្រមឡើយពីព្រោះវាមិនមែនជាឆន្ទៈរបស់ខ្ញុំបើខ្ញុំមិនស្ដាប់បង្គាប់ព្រះខ្ញុំសំធ្លាក់នរកពីព្រោះអានេះជាឆន្ទៈរបស់ខ្ញុំប៉ុន្តែនេះខ្ញុំមានបំណងចិត្តពេញទីនឹងចុះចូលចំពោះព្រះហើយខ្ញុំធ្វើតាមគ្រប់ទាំងព្រះបន្ទូលដែលគ្រូបានបង្រៀនដល់ខ្ញុំពីព្រោះខ្ញុំជឿថាគាត់ចេះព្រះគម្ពីរប៉ុន្តែគាត់បកស្រាយស្មានទាំងអស់អាហ្នឹងមិនវិញអាមែនអញ្ចឹងហើយបើព្រះគម្ពីរថាកុំធ្វើគ្រូច្រើនគ្នាពីព្រោះអ្នកត្រូវទទួលខុសត្រូវអាមែននៅពេលដែលលោកអ្នកបងធ្វើជាអ្វីមួយលោកអ្នកបងតោងចងចាំថាអ្នកមិនមែនគ្រាន់តែស្រឡាញ់តួនាទីទេអ្នកត្រូវស្រឡាញ់ការទទួលខុសត្រូវដែរបើពេលអ្នកធ្វើជាភរិយាអ្នកមិនមែនគ្រាន់មានឈ្មោះជាប្រពន្ធទេអ្នកត្រូវបំពេញតួនាទីជាភរិយាបើអ្នកធ្វើជាស្វាមីអ្នកមិនមែនគ្រាន់ចង់ធ្វើជាប្តីគេទេតែអ្នកត្រូវបំពេញតួនាទីជាប្តីគ្រប់គ្នាទាំងអស់តែមានតួនាទីគឺមានការទទួលខុសត្រូវហើយយើងត្រូវយល់ព្រមបំពេញការទទួលខុសត្រូវនោះទើបយើងអាចធ្វើជាម្នាក់នោះបានត្រូវឬអត់ពេលវេលាជិតដល់ហើយយើងអត់ដឹងទេថ្ងៃណាព្រះយើងមកម្ចាស់យើងមកបាទគ្រូគង្វាលមានតួនាទីសម្រាំងសម្អិតសម្អាងដើម្បីឲ្យពួកជំនុំត្រៀមខ្លួនរួចជាស្រេចដើម្បីពេលណាព្រះយើងមកគេនឹងបានជួបប្រភពព្រះអាមែនបាទនេះគឺជាអ្វីចឹងហើយបានជាយើងបរៀនទាំងអស់ទាំងកាពីសញ្ញាចាស់ទាំងពេលកាពីសញ្ញាថ្មីទាំងសក្តីទំនាយទាំងប្រាប់បស៊ីទាំងបាទអ្វីគ្រប់យ៉ាងទាំងអស់ដើម្បីឲ្យក្រុមជំនុំពីព្រោះព្រះជាម្ចាស់បង្រៀនឲ្យគេអីគេឲ្យចង់ឲ្យគេយល់គ្រប់ជ្រុងជ្រោយនៃព្រះបន្ទូលរបស់ព្រះអង្គនៅក្នុងព្រះគម្ពីរម៉ាថាយជំពូក28ខ20ហើយបង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្តីតាំងពីព្រះគម្ពីរលោកុបាទដល់ព្រះគម្ពីរវិវរណៈព្រះចង់ឲ្យលោកអ្នកបងយល់តាំងពីទំព័រទី1ដល់ទំព័រចុងក្រោយពីព្រោះគម្ពីរនេះជារបស់អ្នកគម្ពីរនេះសម្រាប់អ្នកអាមែនអត់តកតងរឿងគ្រូគង្វាលឬមិនគ្រូគង្វាលនោះជាការទទួលខុសត្រូវជាការត្រាស់ហៅក៏ប៉ុន្តែព្រះបន្ទូលព្រះអង្គគឺសម្រាប់គ្រប់គ្នាឥឡូវលោកអ្នកបងសួរបាទរដ្ឋធម្មនុញ្ញកម្ពុជាសម្រាប់តែណាតែយុរដ្ឋមន្ត្រីមែនអត់ទេសម្រាប់ប្រជាជនគ្រប់គ្នាគ្រាន់តែគេបែងចែកជំពូកនេះនិយាយពីការទទួលខុសត្រូវរបស់នាយករដ្ឋមន្ត្រីជំពូកនេះនិយាយពីការទទួលខុសត្រូវរបស់រដ្ឋមន្ត្រីជំពូកនេះនិយាយពីការទទួលខុសត្រូវរបស់មន្ត្រីរដ្ឋាភិបាលក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយព្រះរដ្ឋធម្មនុញ្ញរបស់កម្ពុជាគឺសម្រាប់ប្រជាជនខ្មែរអាមែននេះជាការពិតអញ្ចឹងហើយបានជាអីគេខ្ញុំមិនដែលខ្វល់ហើយក៏មិនដែលភ័យតតែសោះ
ថាគេស្ដាប់ឬមិនស្ដាប់ពីព្រោះវាមិនមែនជាការទូទៅរបស់ខ្ញុំទេអ្វីដែលខ្ញុំខ្វល់តើខ្ញុំវាហ៊ានទៅឬអត់ពីព្រោះនេះជាការទទួលខុសត្រូវរបស់ខ្ញុំអត់អាចឲ្យអ្នកណាទទួលខុសត្រូវជំនួសខ្ញុំបានទេអាមែនតែរឿងគេមិនស្ដាប់ខ្ញុំអត់អាចចាប់បង្ខំបានទេទោះឲ្យគេមួយព្រះអានឹងអ្នកបង្រៀនត្រូវយល់កន្លែងហ្នឹងបាទអញ្ចឹងជំងឺខ្លុងគឺជាជំងឺមួយដែលកាចសាហាវបាទអស់រយៈពេលរាប់ពាន់ឆ្នាំហើយបាទរហូតតទៅដល់ការព្យាបាលការរកថ្នាំព្យាបាលឃើញហើយចំពុក13និងចំពុក14លោកអ្នកក្នុងព្រះគម្ពីរលេវីគ្មានចំពុកណាដែលនិយាយវែងជាងជំងឺខ្លុងពីរចំពុកសរុបចូលគ្នាជាង100ខទៅរកចំពុកណាមួយមករៀនមានន័យថាព្រះយកចិត្តទុកដាក់ឲ្យ concern ឲ្យ very detail អាមែននឹងវាជារឿងសំខាន់បាទពីព្រោះព្រះអង្គអត់ចង់ឲ្យប្រជារាស្ត្ររបស់ផងព្រះមានឈ្មោះថាជារាស្ត្រព្រះតែជាមនុស្សខ្លុងទេអាមែនបាទអញ្ចឹងយើងឃើញជំងឺខ្លុងព្រះជាម្ចាស់តែងតែប្រើដើម្បីដាក់ពិន័យលើប្រជារាស្ត្ររបស់ផងព្រះទាំងឡាយណាដែលរឹងទូតឹងហើយមិនចុះចូលតួយ៉ាងនៅក្នុងជនគណនាចំពោះ12នៅពេលដែលមេរៀមបះបោជាមួយនឹងការដឹកនាំរបស់លោកម៉ូសេព្រះបានដាក់ទោសមេរៀមដល់ខ្លួនលោកអ្នកបងអាចទៅអានពីនោះបានកេហាស៊ីអ្នកបំរើរបស់ផងអេលីសេបាទដែលគាត់លុបលន់ហើយបណ្ដោយឲ្យខ្លួនរបស់ផងគាត់យ៉ាងមិនដែរលុះទៅដោយទ្រព្យសម្បត្តិហើយហ៊ានទាំងផោហ៊ានទាំងកុហកទីបញ្ចប់ខ្លុងរបស់ណាហាម៉ាន់បាទណាម៉ាន់បានធ្លាក់ទៅលើគាត់ខ្លុងដូចនេះរហូតដល់គាត់ស្លាប់ចុងក្រោយស្ដេចបាទអូសៀគាត់យល់ឃើញថាអញស្ដេចអញធ្វើអីក៏បានអញចង់ដុតកំញាំថ្វាយព្រះក៏បានគាត់ដើរចូលក្នុងព្រះវិហារគ្មានការអនុញ្ញាតអីទាំងអស់បាទដើរទៅដុតកំញាំថ្វាយព្រះធ្វើដូចគាត់នឹងអស្ចារ្យខ្លាំងណាស់សម្ដេចសង្ឃបានរុញដើមទ្រូងគាត់ចេញហើយប្រាប់ថានេះមិនមែនជាការងារដែលនោះឲ្យព្រះអង្គលើកអំកាងទេនេះមិនមែនជាការងារបាទដែលទ្រង់ត្រូវធ្វើទេបាទសម្រាប់តែអ្នកណាដែលព្រះបានជ្រើសរើសប៉ុណ្ណោះហើយព្រះបានដាក់ទោសអូស៊ីឲ្យកាត់ខ្លុងលើក្បាលតែម្ដងរហូតដល់ថ្ងៃស្លាប់ទីបញ្ចប់យ៉ាងម៉េចដែរបាទគេសង់កូនផ្ទះទូចមួយឲ្យនៅគៀនវាំងលែងជួបមុខមនុស្សណាបានទៀតលែងបំពេញកិច្ចការងារបានទៀតនេះជាការពិតបាទហើយខ្លុងគឺចាប់ដើមពីទូចមួយវាគ្រាន់តែដូចជាសម្ោចខំអញ្ចឹងហើយវាចាប់ដើមរីករហូតដល់គ្រប់រូបកាយទាំងមូលតែម្ដងបាទអញ្ចឹងហើយមកព្រះប្រើខ្លុងដើម្បីបញ្យល់ប្រាប់យើងថាបាបវាចាប់ដើមពីប៉ិនក្របប៉ិនផ្លែមជុលប៉ិនចុងមជុលក៏ប៉ុន្តែថ្ងៃវានឹងរីកហើយបំផ្លាញរូបកាយទាំងមូលបើយើងអត់ប្រយ័ត្នត្រូវឬអត់បាទហើយជំងឺនេះមានតែព្រះទេដែលអាចព្យាបាលបានបាទលោកអ្នកបងឃើញហើយនៅពេលដែលព្រះចង់ព្យាបាលអ្នកណាម្នាក់បាទវាជារឿងងាយស្រួលបំផុតបាទមេតបសេរីគ្រាន់តែមុជទឹកក៏ជាដែរក្នុងពេលដែលទឹកដដែលមិនដឹងមនុស្សប្រមាណអ្នកណាមួយបានតែគេអត់ជាបាទនេះគឺជាអ្វីដែលយើងមើលនៅក្នុងព្រះបន្ទូលព្រះអង្គអញ្ចឹងនៅក្នុងជំពូកនេះបាទខ្លុងគឺមិនមែននិយាយពីបាបមនុស្សទូទៅក្នុងពិភពលោកទេខ្លុងនៅកន្លែងនេះគឺនិយាយអំពីអំពើបាបរបស់ផងយ៉ាងមិនដែលប្រជារាស្ត្ររបស់ផងព្រះអ្នកណាម្នាក់ដែលមានឈ្មោះថាជាប្រជារាស្ត្រព្រះសង្ងំហើយឈរនៅពីក្រោយលោហិតនៃកូនជាងរបស់ព្រះចម្ចាស់ក៏ប៉ុន្តែធ្វើអីផ្សេងអាមែនអញ្ចឹងព្រះបញ្យលដើម្បីអីគេដើម្បីឲ្យយើងបន្លាងឋានសួគ៌ឡើងដល់អស់ចិត្តធ្លាក់រួចក៏ធ្លាក់ដល់អស់ចិត្តបងបញ្យល detail អាមែនបាទគឺជាអំពើបាបដែលកើតឡើងនៅក្នុងដំណាក់របស់ព្រះជាម្ចាស់បាទហើយបើសិនជាយើងមើលក្នុងជំពូក13 14យ៉ាងម៉េចដែរខ្ញុំជឿថាមុនពេលដែលពិភពលោកបាទមានច្បាប់តកតងទៅនឹងរឿងសុខភាពអនាម័យបាទតកតងចាត់តាលិស័កតកតងរឿងទាំងអស់ហ្នឹងតែក៏ពីមុនគេទាំងអស់នាំមុខមុនគេហើយ very detail មែនតើណាអញ្ចឹងយើងឃើញនៅពេលដែលអ្នកណាម្នាក់សង្ស័យថាការរោគខ្លុងបាទ
ត្រូវទៅឲ្យសង់ពិនិត្យលោកអ្នកឆ្ងល់ទេសង់មិនមែនជាពេទ្យខាងសាច់ឈាមទេហេតុអីបានទៅត្រួតពិនិត្យរឿងហ្នឹងមែនទេអត់អ្នកត្រួតពិនិត្យមិនមែនជាស្ដេចទេមានបាទមិនមែនជាពេទ្យខាងឯសាច់ឈាមទេតែអ្នកត្រួតពិនិត្យហើយបញ្ជាក់ថាខ្លុងឬមិនខ្លុងគឺជាពួកសង្ឃរបស់ព្រះយេហូវ៉ាទៅដែលលោកគ្មានជំនាញពេទ្យតរសោះតែលោកគ្រាន់តែពិនិត្យស៊ីនតូមរោគសញ្ញាទៅតាមការណែនាំរបស់ព្រះគម្ពីរតែប៉ុណ្ណោះលោកជាអ្នកបញ្ជាក់ថាខ្លុងហើយជាអ្នកដែលបញ្ជាក់ថាស្អាតលោកជាអ្នកដែលបណ្ដេញចេញពីសហគមន៍ហើយជាអ្នកទទួលចូលមកក្នុងសហគមន៍ហើយសិទ្ធិអំណាចនេះសូម្បីតែស្ដេចមានអំណាចទាំងលើស្ដេចទៀតហេតុអីពីព្រោះលេវីគឺជាពូជដែលព្រះបានជ្រើសរើសបាទឈរតំណាងរវាងមនុស្សនិងព្រះជាអម្ចាស់បាទគឺជាពួកបរិសុទ្ធរបស់ផងព្រះដល់ជាអម្ចាស់ហើយជំងឺខ្លុងក៏ជានិមិត្តរូបអំពីខ្លុងខាងវិញ្ញាណនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដែរអាមែនមកដល់កន្លែងនេះលោកអ្នកបងប្អូនអាចនិយាយបានថាខ្ញុំធ្វើអីស្រេចក៏បានដែរពីព្រោះមានប្រគុណព្រះទៀតទេអត់ទេប្រគុណព្រះវាជារឿងមួយប៉ុន្តែប្រគុណព្រះអត់តកតងការសុំគោលំទេអាមែនកុំនិយាយថាធ្វើបាបផ្សេងចិត្តឲ្យអាងមករកព្រះអាមែនបើយើងធ្វើអញ្ចឹងសាសនិកក្នុងសាសនាដទៃផ្សេងទៀតឬពួក atheism អ្នកដែលអត់សាសនាគេយល់ព្រមទេនៅពេលដែលព្រះកាត់ក្តីគេហើយគេធ្លាក់ទៅក្នុងបឹងភ្លើងគេថាកូនចៅរបស់ផងព្រះធ្វើបាបដូចតែខ្ញុំដែរមកស្រឡាញ់ដូចគ្នាបាទហេតុអីព្រះអង្គឲ្យគេឡើងឋានសួគ៌ហើយព្រះអង្គឲ្យខ្ញុំធ្លាក់នរកយុទ្ធធម៌នៅកន្លែងណាចងចាំមកលោកអ្នកបងតឡាការដែលយុទ្ធធម៌បានគឺយុទ្ធធម៌សម្រាប់គ្រប់មនុស្សសូម្បីតែសត្រូវអាមែនបាទហើយបើសិនជាតឡាការនឹងយុទ្ធធម៌សម្រាប់តែកូនខ្លួនឯងឲ្យតែកូនអញធ្វើត្រូវទាំងអស់អានឹងមិនមែនតឡាការទេអាមែននេះគឺជាអ្វីដែលយើងបាទត្រូវយល់បាទហើយយើងឃើញយ៉ាងម៉េចដែរយ៉ាងម៉េចនៅពេលដែលណាម្នាក់សង្ស័យថាមានរោគត្រូវទៅឲ្យសង្ឃពិនិត្យនៅក្នុងព្រះគម្ពីរសញ្ញាថ្មីគ្រប់អ្នកជឿទាំងអស់គឺជាសង្ឃដូច្នេះមានការឯកាត់ឡើងមុនពេលអ្នកអនុញ្ញាតឲ្យអ្នកដទៃពិនិត្យអ្នកគួរតែពិនិត្យខ្លួនឯងថាតើនៅក្នុងពេលដែលនាមអ្នកជាឈ្មោះរបស់គ្រីស្ទបរិស័ទបាទអ្នកជាកូននៃព្រះអ្នកជាពួកបរិសុទ្ធអ្នកជាពួកលេវីនេះអ្នកពិនិត្យមើលជំងឺខាងវិញ្ញាណរបស់អ្នកទេថាមានស៊ីនតូមមានរោគសញ្ញាណាដែលបង្ហាញថាអ្នកខ្លុងឬអត់ទេមុនពេលដែលអ្នកដទៃទៅប្រាប់អ្នកថាអ្នកឯងខ្លុងហើយអាមែនពីព្រោះនៅក្នុងគ្រាសញ្ញាចាស់រាជព្រះមានសិទ្ធិនឹងនេះមានតែពួកលេវីក៏ប៉ុន្តែក្នុងគ្រាសញ្ញាថ្មីលើងទាំងអស់នេះជាលេវីដូច្នេះមុនអ្នកដទៃមកប្រាប់យើងគួរតែមើលខ្លួនឯងសិនទៅមានន័យថាបាទអ្នកត្រូវ check ខ្លួនឯងជាប្រចាំបាទបើសិនជាមានការកន្លែងណាមួយដែលយើងឃើញថាយើងខុសនឹងបហាទេប្រេះយើងកែប្រែទៅកុំតន់ឲ្យរហូតដល់ខ្លួនអាមែនអញ្ចឹងបាទមិនមែនគ្រប់ទាំងជំងឺដែលលេចឡើងនៅលើស្បែកលើរាងកាយរបស់បងយើងសិតតែខ្លុងនោះទេមានជំងឺខ្លះវាកើតឡើងក្នុងរយៈពេលដ៏ខ្លីបាទហើយវាក៏បាត់ទៅវិញបាទបាបដែលនាំឲ្យคล้ายជាខ្លុងខាងវិញ្ញាណមិនមែនជាកំសោយដែលដួលចុះម្ដងម្កាលនោះទេតែគឺជាបាបដែលសំងំលាក់នៅក្នុងខ្លួនរបស់ផងយើងអស់រយៈពេលយ៉ាងយូរហើយវាទើបបញ្ចេញមកដូចខ្ញុំតែងតែនិយាយថាម៉េចដើមឈើមួយដើមដ៏ធំវាលំបាទគឺដោយសារតែប្រហោងក្នុងហើយអាប្រហោងក្នុងនេះវាមិនមែនទឹមប្រហោងអីហ្នឹងទេវាប្រហោងយូរឆ្នាំមកហើយអាមែននេះគឺជាការពិតបាទអញ្ចឹងយើងឃើញយ៉ាងម៉េចដែរអញ្ចឹងជំងឺខ្លុងអត់និយាយពីរោគសញ្ញាខាងក្រៅទេជំងឺខ្លុងគឺដៀលចំពោះមេរោគដែលនៅខាងក្នុងអញ្ចឹងឯងបានព្រះគម្ពីរ classify ចំពុក11គឺនិយាយអំពីអីគេបាទភាពមិនស្អាតដែលចូលពីក្រៅទៅក្នុងតែតទៅនឹងអាហារត្រូវអត់យកអាហារមកធ្វើការពន្យល់បាទដល់ពេលចំពុក12គឺនិយាយភាពមិនស្អាតដែលចេញពីខាងក្នុងមកខាងក្រៅដល់ចំពុក13 14គឺនិយាយអំពីអំពើបាបដែលនៅខាងក្នុងបាទដែលលាក់ទុកហើយវាចេញរោគសញ្ញា
ត្រូវអត់បាទអញ្ចឹងគ្រប់ទាំងជំងឺយើងត្រូវការពេលវេលាគ្រប់គ្រាន់ដើម្បីបញ្ជាក់លោកអ្នកបងប្អូនមើលឃើញបាទនៅពេលដែលគេសង្ស័យថាអ្នកណាមួយមានជំងឺខ្លុងហើយគេអត់ច្បាស់គេត្រូវយកទៅឃុំទុក7ថ្ងៃបាទហើយយកមកពិនិត្យមើលគឺអត់ច្បាស់គេយកទៅទុក7ថ្ងៃទៀតបាទ7ថ្ងៃគឺជា symbolic អំពីពេលវេលាគ្រប់គ្រាន់បាទដើម្បីឲ្យគេឲ្យរោគសញ្ញាចេញមកបាទចេញមកខាងក្រៅអញ្ចឹងព្រះកាពីចង់និយាយថាម៉េចជំងឺឃ្លុងមិនមែនអ្នកមើលឃើញវាផ្លែតដឹងទេបាទមុនពេលដែលវាចេញមកខាងក្រៅសូម្បីតែខ្លួនអ្នកអត់ដឹងផងអាមែនហើយវាត្រូវការពេលវេលាដើម្បី develop ជំងឺហ្នឹងរហូតដល់ fully បាទយ៉ាងម៉េចដែរ outbreaking រហូតដល់តតវាចេញមកក្រៅពេញទីតែម្ដងអាមែនចំពោះឃ្លុងខាងវិញ្ញាណគ្មានអ្នកដទៃណាដឹងពីព្រោះភាសារបស់យើងកាយវិការរបស់យើងការសម្ដែងរបស់យើងអត់ខ្ចោះប៉ុន្តែខ្លួនយើងហ្នឹងពីព្រោះវាជារបស់យើងអាមែនបាទឥឡូវយើងចូលមកដល់ខ9កាលណាមានជំងឺឃ្លុងកើតដល់អ្នកណាម្នាក់ត្រូវនាំអ្នកនោះទៅឲ្យសង្ឃបាទត្រូវឲ្យសង្ឃពិនិត្យមើលអ្នកនោះបើឃើញមានដុំពកសនៅនីស្បែកដែលបានធ្វើរោមឲ្យទៅជាសហើយមានសាច់ស្រស់នៅក្នុងពកនោះគឺជាឃ្លុងចាស់នៅក្នុងសាច់ត្រូវឲ្យសង្ឃប្រាប់ថាជាស្មោករោគមិនបាច់នឹងបង្ខាំងទុកទេព្រោះជាស្មោករោគហើយព្រះកាពីប្រាប់ថាម៉េចឃ្លុងចាស់បាទភាសាអង់គ្លេសប្រើពាក្យ chronic leprosy បាទគឺមេរោគនឹងវានៅខាងក្នុងយូរហើយបាទវាធ្លាប់ជាហើយវារើមកវិញឬក៏វានៅខាងក្នុងនឹងយូរហើយតែវាអត់តន់ចេញមកអាមែនវាអត់តន់ចេញមកគឺព្រះកាពីនិយាយបាទគឺជាបាទដែលសម្ងំលាក់បាទនៅក្នុងរាងកាយរបស់ផងនោះអ្នកលោកនេះអញ្ចឹងហើយបានជាអីគេបើឃ្លុងជានិមិត្តរូបអំពីអំពើបាបអំណាចបាបដែលនៅក្នុងខ្លួនរបស់ផងយើងបាទសូមឲ្យយើងប្រយ័ត្នបើសិនជាជំងឺដែលជាហើយវាអាចរើឡើងមកវិញបានគ្រប់ទាំងសេចក្តីកំសោយដែលជាឃ្លុងខាងវិញ្ញាណមុនថ្ងៃដែលយើងជឿព្រះនោះពាក្យសម្ដីកាយវិការកប្បកិរិយាការគិតការប្រព្រឹត្តយើងដែលត្រូវបានអត់ទោសដែលត្រូវបានដែលត្រូវបានព្យាបាលហើយដែលត្រូវ fully restore ដោយសារអំណាចវិជាស្តាររបស់ផងទ្រង់ហើយយ៉ាងម៉េចដែរយើងក៏ត្រូវប្រយ័ត្នដែរហេតុអីពីព្រោះចំណុចខ្សោយរបស់យើងវានៅតែជាចំណុចខ្សោយរបស់យើងវាងាយក្នុងការដួលហើយអាមែនខ្ញុំធ្លាប់ឧទាហរណ៍ខ្ញុំជឿថានៅក្នុងរាងកាយរបស់លោកអ្នកបងប្អូនពិតជាមានកន្លែងខ្លះដែលមានស្នាមមិនអត់មានអ្នកណាអត់ស្នាមទេអាមែនលោកអ្នកបងប្អូនអាចទៅសង្កេតបានកន្លែងដែលស្នាមទោះបីវាជាហើយស្បែកវាអត់ដូចធម្មតាទេហើយកន្លែងដែលស្នាមទោះបីវាជាហើយស្បែកស្ដើងជាងកន្លែងដែលអត់មានស្នាមនៅពេលដែលប៉ះទង្គិចអីមួយកម្លាំងប៉ុនគ្នាកន្លែងដែលអត់ធ្លាប់មានរបួសហើយមានស្នាមមិនងាយដាច់តែកន្លែងដែលមានស្នាមហើយមានរបួសងាយផុយក្នុងការដាច់លោកអ្នកបងប្អូនពិសោធន៍ក្នុងរូបកាយខ្លួនឯងត្រូវឬអត់ពីព្រោះកន្លែងហ្នឹងទោះបីវាជាហើយក៏ប៉ុន្តែវាមានកម្លាំងខ្សោយជាងកន្លែងផ្សេងយើងដូចគ្នានៅពេលដែលយើងខ្សោយព្រោះមនុស្សទាំងអស់គ្នាខ្សោយផ្សេងគ្នាអ្នកខ្លះខ្សោយរឿងស្រីអ្នកខ្លះខ្សោយរឿងលបែងអ្នកខ្លះខ្សោយរឿងស្រាអ្នកខ្លះស្រោយរឿងសម្ភារៈបាទអ្នកខ្លះខ្សោយរឿងបាទលុយកាក់ថវិកានៅក្នុងរឿងផ្សេងគ្នាបាទអញ្ចឹងនៅពេលដែលយើងទទួលស្គាល់ថាខ្ញុំខ្សោយកន្លែងណាមួយប្រយ័ត្នកន្លែងនេះមែនតើពីព្រោះទោះបីវាជាហើយក៏ដោយពេលអរិយ attack វា attack កន្លែងហ្នឹងវាអត់ attack កន្លែងផ្សេងទេលោកអ្នកនៅពេលដែលទាហានពីរក្រុមចាប់ដាំច្បាំងគ្នាបាទហើយមួយក្រុមរស់នៅក្នុងទីក្រុងដែលមានកំផែងទាហានដែលនៅខាងក្រៅទីក្រុងដែលមានចេតនានឹងវាយឲ្យបំបាក់ទីក្រុងដើម្បីចូលទៅ
គាត់នឹងរកកន្លែងកផែងណាដែលធ្លាប់បាក់ទោះបីជាបិទហើយក៏អត់រឹងមាំដែរអត់ដូចកន្លែងផ្សេងទៀតទេពីព្រោះវាអត់ខំសាច់តែមួយទេវាគ្រាន់តែអាចផ្ចិតមែនតែវាផុយជាងគេហើយគេនឹងទំដួកន្លែងនោះសាជាថ្មីអាមែនបាទនៅក្នុងខ12បើកាលណារោគខ្លងនោះចេញមកក្របលើនីស្បែកហើយបានរៀលពេញខ្លួនអ្នកមានរោគចាប់តាំងពីក្បាលរហូតដល់ជើងនៅសពកន្លែងដែលសង់មើលឃើញបាទនោះត្រូវឲ្យពិនិត្យមើលអ្នកនោះបើឃើញថារោគខ្លងបានរៀលពេញខ្លួនហើយនោះត្រូវប្រកាសថាអ្នកដែលមានរោគនោះជាស្អាតវិញត្បិតបានត្រឡប់ជាសទាំងអស់ហើយគឺស្អាតទេចំពោះរឿងកន្លែងនេះយើងឃើញបាទខ្លងមានច្រើនប្រភេទហើយនៅកន្លែងនេះព្រះអង្គអត់និយាយប្រភេទប្រមាណនេះប៉ុន្តែមានបាទអ្នកកាត់ខ្លងមួយយ៉ាងដែលកើតមកហើយបាទស្បែកគាត់ចាប់ដើមសហើយដេញរហូតคล้ายទៅជាខ្លួនទាំងមូលសស្គូហើយមនុស្សនឹងដូចគេហៅពាក្យខ្មែរយ៉ាងថាភឿអង្គថាបើអញ្ចឹងគឺស្អាតយើងអត់យល់ថាមិនបានខ្លងទៅជាស្អាតវិញបាទពីព្រោះខ្ញុំមិនមែនជំនាញខាងពេទ្យខ្ញុំមិនហ៊ានបកស្រាយទេហ្នឹងបាទប៉ុន្តែធ្លាប់មិត្តភក្តិខ្ញុំម្នាក់គាត់កើតតែមិនសដូចព្រះអង្គនិយាយយ៉ាងនេះបាទគេហៅខ្លងលពៅនៅលើស្បែកបងគាត់ដោយលាកភ្លើងអញ្ចឹងមានសពណ៌ធម្មតាប្រភ្លិកផ្លាក់ដូចយើងបាទប៉ុន្តែអត់ឆ្លងទេណាយើងអត់ដឹងយើងអត់ហ៊ានបកស្រាយក៏ប៉ុន្តែយើងគ្រាន់តែដឹងថាព្រះគម្ពីរប្រាប់ថាបើស្អាតពេញគឺរាងកាយទាំងមូលគឺសសាច់ឈាមខាងសុខាភិបាលយើងយល់ឲ្យបានតែទៅជំងឺមួយនេះតែខ្ញុំអាចយល់បានពីខាងវិញ្ញាណបាទតើមនុស្សដែលខ្លងពេញខ្លួនបាទទៅជាស្អាតដោយរបៀបណាយើងអាចឃើញនៅក្នុងព្រះគម្ពីរលូកាចំពុក5ខ12និងខ13បាទនៅក្នុងពេលដែលព្រះយេស៊ូវកំពុងតែបំពេញព្រះបរមភារកិច្ចនៅលើផែនដីនេះឡើយយើងឃើញថាបាទពេលដែលព្រះអង្គទ្រង់គង់នៅក្នុងទីក្រុងមួយនោះមានមនុស្សខ្លងម្នាក់បាទហើយព្រះគម្ពីរប្រាប់ថាពេញទាំងខ្លួនបាទខ្លងពេញទាំងខ្លួនគាត់ឃើញទ្រង់ក៏ទម្លាក់ខ្លួនផ្កាប់មុខទូលថាបាទព្រះអម្ចាស់អើយបើទ្រង់សពប្រាតីនោះអាចនឹងប្រោះទូបង្គំឲ្យជាស្អាតបានត្បិតទ្រង់ក៏លូកប្រោះទៅពលគាត់ដោយបន្ទូលថាខ្ញុំចង់ដែរឲ្យបានជាស្អាតចុះស្រាប់តែខ្លងគាត់បានជាមួយរំពេចអ្វីដែលជាអាកំងកន្លែងនេះណាអាកំងនៅកន្លែងនេះមនុស្សខ្លងពេញទាំងខ្លួនតែត្រូវបានព្យាបាលដោយសារព្រះដ៏ជាម្ចាស់ដោយសារអីដោយសារគាត់សារភាពព្រះអង្គខ្ញុំខ្លងនេះ confess គឺការលន់តួទទួលស្គាល់ព្រះអង្គខ្ញុំខ្លងពេញទាំងខ្លួនពេញទាំងក្បាលពេញទាំងជើងតែខ្ញុំចង់រួចខ្ញុំចង់ជាខ្ញុំចង់បានដោះខ្ញុំចង់បានទទួលការព្យាបាលសម្រាប់ខាងពលឹងវិញ្ញាណមិនថាអ្នកបាបប៉ុណ្ណាទេឲ្យតែអ្នកក្លាហានឲ្យចូលមករកព្រះប្រាប់ថាព្រះអង្គខ្ញុំមានបាបព្រះអង្គអើយខ្ញុំខ្លងព្រះអង្គអើយខ្ញុំប្រព្រឹត្តគ្រប់ទាំងសេចក្តីអាក្រក់ដោយសាវកពលបាទខ្ញុំទទួលស្គាល់ថាខ្ញុំបាបខ្ញុំខុសខ្ញុំមានទោសបាទខ្ញុំមិនបាទគួរទទួលបានការអត់ទោសបាបណាមួយតែកូនចូលមកបន្ទាបខ្លួនកូនចូលមកលន់តួកូនចង់រួចសូមជួយខ្ញុំផងអេរិយាបថហ្នឹងហើយដែលគេបានរួចពីបាបអាមែនបាទពីព្រោះនៅចំពោះព្រះមិនមែនបាបធំបាបតូចទេបាបគឺបាបហើយអ្នកដែលបានរួចដែលព្រះអត់ទោសបាបដល់ម្នាក់ដែលបានរួចព្រះអង្គក៏អត់ទោសបាបដល់ម្នាក់ទៀតមិនថាគេបាបប៉ុណ្ណាក៏ប៉ុន្តែចំណុចសំខាន់របស់គេគឺអីគេ surrender all ខ្ញុំចុះចូលនៅចំពោះព្រះដ៏ជាម្ចាស់ហើយទទួលស្គាល់ទាំងអស់ថាខ្ញុំមានបាបបាទអាមែននេះគឺជាអ្វីដែលយើងឃើញបាទនៅក្នុងខ14កាលណាឃើញមានសាច់ស្រស់បាទនោះស្មុករោគវិញតែត្រូវឲ្យសង្ឃពិនិត្យមើលសាច់ស្រស់នោះរួចប្រកាសថាអ្នកនោះស្មុករោគពិតសាច់ស្រស់នោះ
ស្មោករោគហើយគឺជាខ្លងបាទឬបើសាច់ស្រស់នោះទៅជាសទៅវិញអ្នកនោះត្រូវមកឯសង្ឃម្ដងទៀតត្រូវឲ្យសង្ឃពិនិត្យមើលបើឃើញថារោគនោះបានត្រឡប់ទៅជាសមែននោះត្រូវប្រកាសថាអ្នកដែលមានបាទរោគបានជាសស្អាតវិញគឺជាស្អាតទេនោះនេះនៅកន្លែងនេះបាទព្រះគម្ពីរប្រាប់ពាក្យថាសាច់ស្រស់នេះបាទភាសាអង់គ្លេសប្រើពាក្យ raw flesh បាទសម្រាប់អត្តន័យខាងព្រលឹងវិញ្ញាណមនុស្សម្នាក់ដែលបានជាស្អាតហើយតែបានត្រូវបានដុសសាច់ស្រស់ឡើងមកវិញកន្លែងដែលធ្លាប់ដែលបានជាស្អាតហ្នឹងបាទគឺសំដៅទៅលើពួកជំនុំដែលត្រូវបានទទួលការអត់ទោសឲ្យរួចហើយតែត្រឡប់មកទៅជាធ្វើបាបសាជាថ្មីអាមែនបាទទោះបើយ៉ាងណាក៏ដោយប្រគុណព្រះគឺមានសម្រាប់គ្រប់មនុស្សទាំងអស់ឲ្យតែគេទទួលថាគេលុនឲ្យតែគេទទួលស្គាល់ថាគេខុសគេបាបហើយគេត្រូវការក្តីមេត្តាករុណាព្រះអង្គលោកអ្នកបងប្អូនចាំទេនៅក្នុងព្រះគម្ពីរបាទម៉ាថាយជំពូក18ខ21ទៅកាន់ខ22ពេត្រុសសួរថាតើខ្ញុំត្រូវអត់ទោសបាបឲ្យគេប្រមាណដងបងថា770ដងអាមែនប៉ុន្តែសំខាន់ជាងគេតើនៅនោះព្រមទទួលស្គាល់ឬអត់នៅក្នុងព្រះគម្ពីរសុភាសិតជំពូក28ខ13ព្រះគម្ពីរនិយាយថាម៉េចអ្នកណាដែលគ្របបាំងការរំលងខ្លួននោះមិនបានចម្រើនឡើងទេតែអ្នកណាដែលលន់តួហើយលះបង់អំពើនោះនឹងប្រទះបានសេចក្តីមេត្តាករុណាវិញរឿងសំខាន់ជាងគេថាឈឺគឺវាឈឺហើយតែយើងទទួលស្គាល់ឬអត់ឬយើងបន្តគ្របបាំងតទៅទៀតបើយើងទទួលស្គាល់ងាយនឹងព្យាបាលទេតែបើយើងបន្តគ្របបាំងអានោះហើយដែលយ៉ាងមិនដែរទីបញ្ចប់វាคล้ายទៅជាខ្លងដែលបំផ្លាញរាងកាយយើងទាំងមូលបងប្អូនដែលស្គាល់ជំងឺខ្លងបងប្អូនទៅកំពង់ចាមមុនទៅដល់កំពង់ចាម10គីឡូនៅខាងស្ដាំដៃមានភូមិមួយឈ្មោះភូមិខ្លងបាទនៅត្រាហ្នឹងឯងហើយភូមិខ្លងនោះគឺជាកន្លែងដែលសម័យសង្គមរាស្ត្រនិយមគេប្រមូលខ្លងមកប្រទេសតាទាំងអស់បាទហើយឥឡូវនេះក៏នៅតែមានអ្នកខ្លងដែរបាទមានអ្នកខ្លះបាត់ចំមុះមកជារៀងអ្នកខ្លះភ្នែកគឺសាច់ជុំវិញនេះសឹងតក្របធ្លាក់មកទៀតអ្នកខ្លះដាច់មករៀមអ្នកខ្លះសាច់ឡើងមើលទៅគឺដូចអាដែលយើងសាច់ដែលគេផ្លែហើយមើលទៅបាទក៏ប៉ុន្តែក៏ជាហើយតែអវយវៈទាំងអស់នោះអត់ដងមកវិញទេដោយសារតែអីគេដោយសារតែមេរោគស៊ីខ្ទេចអស់ហើយក៏ប៉ុន្តែគាត់ជាខ្ញុំធ្លាប់ញ៉ាំបាយជាមួយគាត់ដែរបាទប៉ុន្តែអញញើតមែនតើតែដោយសារឃើញបេសកជនគេញ៉ាំហើយក៏ទ្រាំញ៉ាំមួយគេបើកូរ៉េគេញ៉ាំបានយើងក៏ញ៉ាំបានដែរដោយសារនៅទីនោះនៅភូមិខ្លងនោះមានព្រះវិហារហើយមនុស្សទាំងអស់នោះភាគច្រើនជាអ្នកជឿព្រះអង្គហើយបាទក៏ប៉ុន្តែសូម្បីតែនិយាយឥឡូវក៏ញើតដែរមិនរើសអើងទេប៉ុន្តែអារម្មណ៍ធ្វើអត់បានអាមែនបាទហើយយើងឃើញជំងឺនេះគួរឲ្យខ្លាចបាទអញ្ចឹងយើងឃើញបាទនេះគឺជាអ្វីដែលដូចខ្ញុំបានជម្រាបដដែលថានៅពេលដែលយើងខ្សោយកន្លែងណាទោះបើត្រូវបានព្យាបាលហើយកន្លែងនោះវាងាយនឹងដួលត្រឡប់ទៅនៅក្នុងខ18កាលណាកើតមានបោសនៅនាស្បែកហើយបានសះទៅរួចនៅត្រង់កន្លែងបោសនោះកើតមានពកសស្នាមក្រហមព្រឹងនោះត្រូវបង្ហាញឲ្យសង្ឃមើលត្រូវឲ្យសង្ឃពិនិត្យមើលបើឃើញស្នាមនោះដូចជាខូងទៀបជាងស្បែកហើយរោមបានត្រឡប់ទៅជាសនោះត្រូវប្រកាសថាអ្នកនោះស្មុករោគពិតគឺជាខ្លងដែលលិចបាទពីបោសនោះមកតែបើសង្ឃពិនិត្យមើលទៅបាទមិនឃើញមានរោមសសោះបាទហើយស្នាមក៏មិនខុងទៀបជាងស្បែកគឺចង់ក្រៀមហើយនោះត្រូវបង្ខាំងបាទអ្នកនោះទុក7ថ្ងៃទៀតខ្ញុំទៅសើព្រះអង្គបាទមុនពេលយើងស្គាល់ពាក្យចតាលិស័កមានក្នុងកាពីរួចហើយតាំងពីដើមមកតាំង3000ឆ្នាំមុន3500ឆ្នាំមុនម្លេះមែនបាទហើយយើងឃើញនៅក្នុងបញ្ហាខ្លងនេះគឺមានតែពេលប៉ុណ្ណោះដែលអាចបញ្ជាក់ប្រាប់ថាម្នាក់ណាខ្លងម្នាក់ណាមិនខ្លងអាមែនបាទចឹងហើយបាទខ្ញុំផ្ដាំពួកជំនុំខ្ញុំពីមុនខុសច្រើនហើយក៏គេបោកច្រើនដែរ
បាទអ្នកណាគឺក្រុមជំនុំហ្នឹងឯងបាទរហូតដល់អ្នកខ្លះគ្រូសុំខ្ចីម៉ូតូផ្លេតថាគេយកបាត់ទៅដល់ហើយហ្នឹងឯងបើពួកជំនុំព្រះពិតគឺយើងអាចជឿអាចទុកចិត្តបានជាសាច់ញាតិជាបងប្អូនជាគ្រួសាររបស់ផងយើងហើយគេមិនដែលធ្វើអាក្រក់ក៏ប៉ុន្តែមានពីររឿងដែលយើងចង់ចាំមួយគ្រប់គ្នាសុទ្ធតែជាអ្នកជំងឺដែលកំពុងតែព្យាបាលអាចលបគ្រប់ពេលទី2បាទមានអ្នកអាក្រក់មនុស្សអាក្រក់បាទដែលគេដែលលាក់អំពើបាបខ្លួននៅពីក្រោយលោហិតនៃកូនជៀមរបស់ព្រះអង្គអញ្ចឹងយើងមើលទៅឃើញយ៉ាងម៉េចដែរស្មានតែគេជាបងប្អូនតែគេមិនមែនជាបងប្អូនទេអញ្ចឹងហើយបានជាចេញពីបទពិសោធន៍មួយនេះមុននឹងជឿទុកចិត្តអ្នកណាស្រឡាញ់រាប់អានមនុស្សទាំងអស់បាទប៉ុន្តែមុននឹងជឿទុកចិត្តអ្នកណាសូមចំណាយពេលដើម្បីស្វែងយល់ពីគេបាទកុំឲ្យប្រាប់ថាងលោកគ្រូក្រុមជំនុំបោកលឺខ្ញុំជួយមិនបានទេគេយកទៅពីព្រោះអីពីព្រោះអ្នកយល់ស្គាល់គេយូរប៉ុណ្ណាហើយមិនឲ្យតែក្រុមជំនុំខ្ចីគ្នាឲ្យបាត់បង់ guarantee គ្រូត្រូវសងជំនួសទេខ្ញុំធ្លាប់ពីអ្នកបម្រើនៅព្រះវិហារស្រាប់តាបាទឥឡូវនេះហៅគ្រូធំផងខ្ញុំសង្ឃឹមថាគាត់កែទៅចុះបាទឲ្យចេញទៅបម្រើព្រះក៏អត់ទៅបម្រើព្រះគាត់ទៅដើររកហាងឆេងធ្វើនេះតាក់តងនោះធ្វើអីសពបែបយ៉ាងទាំងអស់ហើយនិយាយពីមួយខែនិយាយពីសាំងសងគេវិលមុខបាទហើយឲ្យលុយចាក់សាំងទៅមិនមែនយកទៅចាក់សាំងគឺទៅធ្វើអីបាត់ហើយចាក់សាំងគេជឿបាទថ្ងៃមួយខ្ញុំភ្ញាក់កញ្ញាងពីព្រោះអីមានមនុស្សដល់វងមូលមកទាលុយឆ្លាក់សាំងដល់ផ្ទះមកទាលុយចាក់សាំងដល់វិហារបាទហើយមិនមែនតែម្ដងពីរដងទេហើយក៏មិនមែនតែម្នាក់ពីរនាក់ទៀតសិនតែបម្រើព្រះទៅចាក់សាំងគេប្រាប់ដល់វិហារខ្ញុំនៅកន្លែងនេះបាទហើយគ្រូខ្ញុំឈ្មោះនេះលេខទូរស័ព្ទប៉ុណ្នេះឲ្យទៅទៀតទៅអញ្ចឹងហើយបាទព្រះវិហារហ្នឹងបាទតាំងពីវងមូលគេស្គាល់ទាំងអស់ដោយសារតែមានមនុស្សចាក់សាំងជពាក់ហើយគេមកទាអាមែនប៉ុន្តែល្អដែលគេទុកចិត្តខ្ញុំនឹងគ្រួសារពីពួកអីគេដោយសារយើងនៅនេះជាង20ឆ្នាំហើយបាទហើយក៏មានអ្នកបម្រើព្រះបាទដែលគេដែលនៅទីនេះបាទហើយឆ្លុះមួយអ្នកចិត្តខាងចង់ទាញគំភ្លើងបាញ់គេដែរមានសពគ្រប់អស់កុំនិយាយណាបាទបើមិនប្រយ័ត្នទេប្រវិហារមិនខុសពីបាហ្មងនេះអានោះគឺនិយាយការពិតហើយអ្នកខ្លះថាហេនិយាយជឹកខ្មាស់គេកុំឲ្យគេដឹងចំណុចខ្សោយបើយើងខ្សោយមែនខ្លាចគេថាអាមែននេះវាជាការពិតណាអញ្ចឹងហើយបានជាអីគេយើងត្រូវម៉ត់ចត់យើងត្រូវប្រយ័ត្នបាទយើងឃើញបាទនៅក្នុងខ21តែបើសង់ពិនិត្យមើលទៅមិនឃើញមានរោគសសោះហើយស្នាមក៏មិនខងទៀបជាងស្បែកគឺចង់ក្រៀមនោះត្រូវបង្ខាំងបាទអ្នកនោះទុក7ថ្ងៃទៀតបើរោគនោះរាលដាលធំឡើងនៅនាស្បែកត្រូវឲ្យប្រកាសថាអ្នកនោះស្មុគរោគពិតគឺជាខ្លងតែបើស្នាមក្រហមនៅដដែលមិនបានរាលដាលទេគឺគ្រាន់តែជាស្នាមបោសប៉ុណ្ណោះនោះត្រូវឲ្យសង្ឃប្រកាសថាអ្នកនោះស្អាតទេបើកាលណាស្បែកត្រូវរលាកភ្លើងហើយសាច់ស្រស់ត្រង់រលាកនោះបានមានសម្បុរក្រហមព្រឿងឬសក្តីនោះត្រូវឲ្យសង្ឃពិនិត្យមើលបើឃើញថារោមដែលនៅត្រង់ស្នាមនោះបានទៅជាសមើលទៅដូចជាខុងទៀបជាងស្បែកនោះគឺខ្លងដែលបាទបានលេចមកត្រង់ស្នាមរិលនោះត្រូវឲ្យសង្ឃប្រកាសថាអ្នកនោះស្មុគរោគពិតគឺជាខ្លងហើយតែបើសង្ឃពិនិត្យមើលទៅមិនឃើញមានស្នាមសនៅត្រង់បាទស្នាមក្រហមនោះទេក៏មិនខងទៀបជាងស្បែកគឺបានក្រៀមហើយនោះត្រូវបង្ខាំងទុក7ថ្ងៃរួចដល់7ថ្ងៃត្រូវពិនិត្យមើលម្ដងទៀតបើរោគនោះបានរាលដាលធំឡើងនៅនាស្បែកត្រូវប្រកាសថាអ្នកនោះស្មុគរោគពិតគឺជាខ្លងហើយបាទតែបើស្នាមក្រហមនោះនៅនឹងដដែលមិនបានរាលដាលទៅទៀតទេគឺក្រៀមហើយនោះគឺជាស្នាម
đuôi lang trong cần lại rồi liệt tê trời ỏi xongประกาศ tha này nụ bàn chia sẻ nụ con tai bà nụ con tai chia cầm lang đo còn nó bà chăng dương khơiយ៉ាងមិនដែរនៅកន្លែងនេះគឺខ្លងលិចចេញតាមរយៈបោសចាស់ហើយនឹងកន្លែងរលាកភ្លើងចាស់ចឹងបោសចាស់កាលណាយើងនិយាយពីបោសគឺជាដុំពកមួយបាទដែលកើតនៅកន្លែងណាមួយនៃរាងកាយរបស់យើងពេលវាទុំឡើងក្រហមជាប់កម្ៅមានទាំងខ្ទុះមានទាំងក្រមបាទហើយធ្វើឲ្យអ្នកដែលអីគេបាទដែលធ្វើឲ្យអ្នកកើតនោះឯងមានឈឺចាប់យ៉ាងខ្លាំងបាទទោះបីជាបោសបានជីហើយបាទតែត្រូវបានលិចឡើងពកសស្នាមក្រហមព្រឿងបាទទៀបជាងស្បែកហើយរោមត្រឡប់ទៅជាសគឺជានិមិត្តរូបពីអំពើបាបដែលបានបាទធ្លាប់កើតឡើងនៅលើខ្លួនយើងធ្លាប់បានត្រូវអត់ទោសហើយបាទប៉ុន្តែយើងត្រូវបានដួលចុះសារជាថ្មីម្ដងទៀតកន្លែងនេះបច្ចៈហើយដដែលអញ្ចឹងខ្លងអាចកើតឡើងក្នុងរឿងពីរមួយបើវា effect ពីក្រៅចូលមកណាតាមរយៈស្នាមរបួសព្រោះធម្មតាបាទបើវាអត់មានស្នាមរបួសទេវាអត់អាចចូលក្នុងខ្លួនយើងបានទេជំងឺបោសក៏ដោយជំងឺខ្លងក៏ដោយតែបើសិនជាយើងប៉ះទឹកល្ងីបាទហើយយើងមានស្នាមរបួសវាចូលមកក្នុងខ្លួនយើង5ឆ្នាំក្រោយបន្ទាប់ពីឆ្លងមេរោគទើបរោគសញ្ញាខ្លងចេញតែបើក្នុងខ្លួនរបស់យើងមានរោគសញ្ញាហ្នឹងនៅក្នុងខ្លួនរបស់យើងបាទយ៉ាងម៉េចដែរនៅពេលដែលរាងកាយយើងចុះខ្សោយនៅក្នុងផ្នែកខាងកោសិកាណាមួយដែលវាខ្សោយជាងគេដែលវាធ្លាប់មានរលាកដែលវាធ្លាប់កើតបោសវាចេញមកតាមហ្នឹងឯងអាមែនវាមិនខុសពីស្ទប់ម៉ាទេនៅស្នូលផែនដីបាទដែលពោពេញដោយកម្ដៅភ្លើងហើយនឹងចលនាបាទម៉ាញេទិកនោះឯងនៅពេលដែលយ៉ាងម៉េចដែរកន្លែងណាដែលស្ដើងជាងគេគឺភ្នំភ្លើងវាផ្ទុះកន្លែងហ្នឹងឯងតាមពិតនៅក្នុងកណ្ដាលស្នូលផែនដីសិតតែភ្លើងក៏ប៉ុន្តែវាមិនផ្ទុះមកគ្រប់គ្នាផ្ទុះគ្រប់កន្លែងទេពីព្រោះកន្លែងខ្លះវាស្ទប់ក្រាស់បាទអញ្ចឹងវាផ្ទុះកន្លែងណាវាផ្ទុះកន្លែងណាដែលស្ទប់ផែនដីស្ដាំអាមែនរូបភាពនឹងយើងអាចយល់បានបាទអញ្ចឹងហើយបានជាម្ដងហើយម្ដងទៀតបើលោកអ្នកបងមើលនៅពេញ59ខនេះអ្វីដែលព្រះសង្កត់ធ្ងន់គឺកន្លែងដែលធ្លាប់កើតកន្លែងដែលធ្លាប់មានស្លាកស្នាមកន្លែងដែលធ្លាប់កើតបោសកន្លែងដែលធ្លាប់រលាកអាមែនគឺបង្ហាញយើងម្ដងហើយម្ដងទៀតបាទបន្ទាប់ពីលោកអ្នកបងបានជឿព្រះអង្គអូបានលោកអ្នកបងជឿព្រះអង្គថ្ងៃនេះបាទតាមរយៈការឆ្លាញ់គោរពចុះចូលហើយស្ដាប់បង្គាប់ព្រះម្ចាស់ខ្ញុំជឿថាបាទពួកជំនុំទោះបីខ្សោយតែអំពើបាបនោះមិនមែនជាអំពើបាបថ្មីដែលគាត់ទៅកសាងឡើងទេអាមែនបាទតែអំពើបាបដែលគាត់ដួលចុះគឺជាអំពើបាបចាស់ដែលនៅក្នុងជីវិតគាត់ដែលជាមេរោគយូរហើយបាទដែលជាមេរោគយូរហើយដោយសារអីគេដោយសារក្តីស្រឡាញ់ក្តីមេត្តាក្តីសប្បុរសព្រះគុណរបស់ផងព្រះម្ចាស់ព្រះបានដោះរួចហើយអូម៉ាថាគាត់ត្រូវដោះរួចអំពីរឿងពេស្យាចារគាត់ត្រូវដោះរួចអំពីគ្រឿងញៀនគាត់ត្រូវដោះរួចអំពីកត្តាផ្សេងទៀតបាទគាត់ត្រូវពេលដែលគាត់បានដោះរួចហើយគាត់ត្រូវខំមមូលចូលទៅព្រះហើយកសាងភាពបរិសុទ្ធទំនាក់ទំនងប្រកបសិទ្ធិស្នាលជាមួយនឹងព្រះដ៏ម្ចាស់ហើយត្រូវរវាងកលែងដែលខ្លួនខ្សោយជាប្រចាំអាមែនហើយដែលខ្លួនខ្សោយជាប្រចាំអញ្ចឹងហើយបានជាអីគេនៅក្នុងការនាំមុខមិនថាកម្មវិធី369សៅរ៍ពេលព្រឹកឬក៏បាទបងប្អូនយើងដែលដើរលេវីទេជាទូទៅលោកអ្នកបងប្អូនឃើញការលន់តួរបស់ផងយើងសូមព្រះអង្គលាងសម្អាតពីគ្រប់តែសេចក្តីផិតក្បត់សាហាយស្មន់ស្មុករោគយើងរាប់មកកំភ្លុះតែម្ដងមិនមានន័យថាឲ្យតែយើងរាប់ហើយយើងសិតតែធ្លាប់ប្រព្រឹត្តទេឲ្យតែយើងរាប់យើងសិតតែកំសោយក៏ប៉ុន្តែលោកនេះបាបវាដូចជាក្អែលនៅលើរាងកាយយើងអញ្ចឹងថ្ងៃហ្នឹងដោយសារបរិយាកាសដោយសារខ្យល់បាទយ៉ាងមិនដែរពេលដែលយើងធ្វើដំណើរទៅវាឡើងមកតោងស្បែកយើងហើយបើយើងមិនបានលាងសម្អាតឲ្យមួយទឹកឲ្យដោះវាចេញទេបាទថ្ងៃស្អែកវានឹងតោងថែមទៀតហើយវានឹងបាទអញ្ចឹងមួយលេយើងម្ដងមួយលេយើងម្ដងមួយលេយើងម្ដងនៅពេលដែលលោកអ្នកបងប្អូនបាទអីគេនៅពេលដែលលោកអ្នកបងប្អូនចាប់ផ្ដើមបាទ
ត្រូវបានលៀងសម្អាតដោយចេស្តានៃព្រះវិញ្ញាណហើយឬកែវនៃបាបព្រះបានផ្ដាច់ចេញហើយតែកំសោយនៃបាបនៅឡើយអាមែនពីព្រោះកំសោយនៃបាបវាតាក់ទងនៅក្នុងសាច់ឈាមយើងវាតាក់ទងនឹងអារម្មណ៍មនោសញ្ចេតនាយើងវាតាក់ទងនឹងផ្លូវចិត្តរបស់យើងត្រូវអត់យើងអាចយកឈ្នះតាមរយៈការស្ដាប់ព្រះវិញ្ញាណយើងអាចយកឈ្នះតាមរយៈការចុះចូលហើយប្រព្រឹត្តតាមព្រះបន្ទូលព្រះអង្គក៏ប៉ុន្តែតើពួកជំនុំប្រមាណអ្នកស្ម័គ្រចិត្តពេញទីព្រមប្រព្រឹត្តតាមព្រះបន្ទូលព្រះអង្គពីព្រោះថាការប្រព្រឹត្តតាមព្រះបន្ទូលព្រះអង្គវាអត់សុបាយអាមែនបាទការប្រព្រឹត្តតាមព្រះបន្ទូលព្រះអង្គគាត់មិនអាចធ្វើអ្វីតាមចិត្តគាត់ចង់ធ្វើបានដូច្នេះហើយបានជាកន្លែងណាដែលពេញចិត្តគាត់ស្ដាប់កន្លែងណាដែលមិនពេញចិត្តគាត់អត់ស្ដាប់ដោយសារតែគាត់មិនស្ដាប់ទាំងស្រុងនឹងហើយបានជាយ៉ាងម៉េចដែរកំសោយរបស់ផងគាត់ពេលខ្លះកាច់គាត់ឲ្យឈឺឡើងវិញត្រូវឬអត់បាទក្រុមជំនុំមកលោកអ្នកបងប្អូនអត់ខុសពីកូនយើងទេកូនក្នុងផ្ទះលោកអ្នកបងប្អូនញ៉ាំរឿបាទកូនខ្លះញ៉ាំតែពងទាទេកូនខ្លះញ៉ាំតែសាច់ទេអត់ត្រូវញ៉ាំបន្លែទេកូនខ្លះញ៉ាំតែរបស់ណាដែលផ្អែមរបស់ល្វីងក៏អត់ញ៉ាំទេក៏ប៉ុន្តែហើយពួកជំនុំព្រះមានចរិតដូចគ្នាតផ្អែមតឆ្ងាញ់ក៏ប៉ុន្តែព្រះចង់ឲ្យយើងញ៉ាំគ្រប់ទាំងអស់ពីព្រោះរាងកាយយើងវាត្រូវការអាមែនបងប្អូនមើលទៅបាទឲ្យតែអธิบายត្រូវចិត្តគឺសើចហើយតែអธิบายខុសចិត្តបាទអธิบายត្រូវចិត្ត Hallelujah អธิบายខុសចិត្តអត់ទេស្ងាត់ឈឹងត្រូវឬអត់បាទអញ្ចឹងយើងមើលនៅក្នុងចំពុក20ខ29កាលណាប្រុសឬស្រីណាកើតមានរោគនៅលើក្បាលចង្កានោះត្រូវឲ្យសង្ឃពិនិត្យមើលបើឃើញដូចជាខុងទាបជាងស្បែកបាទមានទាំងរោមឆ្មាលឿងស្លាំងត្រូវប្រកាសថាអ្នកនោះស្មុករោគពិតគឺជាទីលម៉ៅជាខ្លងនៅក្បាលឬចង្កាតែបើសង្ឃមើលទៅរោមទីលម៉ៅនោះឃើញថាមិនខុងទាបជាងស្បែកទេគឺគ្មានរោមខ្មៅផងក៏គ្មានរោមខ្មៅផងនោះត្រូវបង្ខាំងអ្នកដែលមានរោមនោះទុកនៅ7ថ្ងៃរួចដល់ថ្ងៃទី7ត្រូវពិនិត្យម្ដងទៀតបើឃើញថារោគនោះមិនបានរាលដាលទៅទៀតហើយគ្មានរោមលឿងស្លាំងផងក៏មិនឃើញមានភាពខូងទាបជាងស្បែកដែរនោះត្រូវកោបាទត្រូវកោអ្នកនោះចេញគឺត្រង់កន្លែងដែលកើតរោមបាទតែត្រង់កន្លែងដែលកើតរោមនោះមិនត្រូវកោទេបាទកោនោះគឺកោរោមកោសក់បាទហើយត្រូវឲ្យបង្ខាំងត្រូវឲ្យសង់បង្ខាំងអ្នកនោះអ្នកដែលការរោគនោះទុកនៅ7ថ្ងៃដល់ថ្ងៃទី7ត្រូវពិនិត្យមើលម្ដងទៀតបើរោគនោះមិនបានរាលដាលនៅស្បែកហើយមើលទៅដូចជាមិនខូងបាទជាងស្បែកត្រូវឲ្យសង្ឃប្រកាសថាជាស្អាតហើយអ្នកនោះត្រូវបោកស៊ុនបំពាក់ចេញនោះនឹងបានស្អាតហើយតែបើរោគនោះរាលដាលធំឡើងនៅនីស្បែកក្នុងពេលក្រោយដែលអ្នកនោះបានស្អាតហើយត្រូវឲ្យសង្ឃពិនិត្យមើលបើឃើញថាបានរៀលដាលនៅនីស្បែកមែននោះមិនបាច់រោគរោមលឿងស្លាំងទេត្បិតជាស្មុករោគហើយបើសង្ឃមើលទៅស្មានថារោគនៅជានឹងដដែលហើយមានរោមខ្មៅដុះនៅត្រង់កន្លែងដំបៅនោះរោគទីលម៉ៅបានជាហើយគឺស្អាតទេត្រូវឲ្យសង្ឃប្រកាសថាអ្នកនោះស្អាតពិតបើកាលណាមនុស្សប្រុសឬស្រីកើតមានស្នាមភ្លឺបាទគឺជាស្នាមសភ្លឺនោះត្រូវឲ្យសង្ឃពិនិត្យមើលបើឃើញថាស្នាមភ្លឺនៅស្បែកនោះបែបសនោះគឺជាស្រែងដែលបានកើតមកនៅស្បែកអ្នកនោះស្អាតទេបើអ្នកណាជ្រុះសក់ក្បាលអស់នោះទំពេកហើយតែស្អាតទេបើបានជ្រុះសក់ក្បាលត្រង់ចំហៀងនៅខាងមុខអ្នកនោះឆក់ហើយតែស្អាតទេបាទអញ្ចឹងអ្នកឆក់នៅទំពេកបាទខ្ញុំឆក់បាទប៉ុន្តែបើមានដំបៅស្នាមក្រហមព្រឿងនៅកន្លែងទំពេកខាងលើឬនៅខាងមុខនោះគឺជាខ្លងដែលចេញមកនៅកន្លែងទំពេកបាទនោះទោះបីខាងលើឬខាងមុខក្តីត្រូវឲ្យសង្ឃពិនិត្យមើលអ្នកនោះបើឃើញថា
ពកដំបៅនោះមានសម្បុរក្រហមព្រឿងនៅកន្លែងដែលទំពេកត្រង់ខាងលើឬពីមុខមើលទៅដូចជាឃ្លុងដែលកើតនៅនាស្បែកឯទៀតដែរនោះគឺជាឃ្លុងហើយជាមនុស្សស្មោករោគត្រូវឲ្យសង្ឃប្រកាសថាកុំខានត្រូវប្រកាសជាកុំខានអ្នកនោះស្មោករោគពិតត្បិតមានរោគនៅលើក្បាលហើយបាទអញ្ចឹងបាទឡើងមិនដែរ leprosy of the head បាទមានន័យថាឃ្លុងដែលកើតឡើងនៅលើក្បាលបាទឬពុកចង្កាគឺជាឃ្លុងដែលមានលក្ខណៈធ្ងន់ធ្ងរជាងឃ្លុងដទៃផ្សេងទៀតបាទចំពោះដំណើរការនៃការស៊ើបអង្កេតគឺដូចគ្នាប៉ុន្តែបាទបើរកឃើញថាពិតជាឃ្លុងមែនព្រះបង្គាប់ឲ្យប្រកាសថាស្មោករោគនៅក្នុងខ44ដែលយើងបានអានយើងអាចយល់ថាជំងឺឃ្លុងដែលកើតនៅលើក្បាលបាទឬពុកចង្កាគឺជានិមិត្តរូបអំពីឃ្លុងនៅក្នុងគំនិតអ្នកជឿបាទ the thoughtful of leprosy អាមែនបាទហើយផុសតាំងអ្នកណាគេអូស៊ីសព្រះគម្ពីរប្រាប់ថាឃ្លុងកើតនៅត្រង់នលាតភាសាស្ដេចគឺ forehead ថ្ងាសអាមែនហេតុអីបានស្ដេចនឹងកាត់ឃ្លុងនៅលើថ្ងាសមិនក៏ព្រះមិនដាក់កាពះគូតពីព្រោះដោយសារគំនិតរបស់គាត់ដែលនាំឲ្យខួរក្បាលគាត់ឃ្លុងដោយសារអីគាត់គិតថាអញស្ដេចអញធំអញអស់ចាអញមហិមាបាទអញគ្មានអាណាធំជាងអញទៀតអញទៅធ្វើអីក៏បានដែរបាទអញ្ចឹងហើយបាទគាត់ដើរទៅរត់កំញានឃ្លុងរបស់គាត់មុនពេលចេញនៅនេះគឺឃ្លុងគាត់នៅក្នុងគំនិតរួចហើយគាត់អត់ចុះចូលគាត់អត់គោរពគាត់អត់ស្លាប់បកបព្រះគាត់មើលថាអូព្រះបន្ទូលព្រះអង្គស្អីងាយខ្លួនបាទនេះមួយឧទាហរណ៍គ្រុងវាលពួកជំនុំដែលឃ្លុងក្នុងគំនិតណាគឺអីគេថាព្រោះស្លាញ់ព្រោះបានតាស្រីស្លាញ់ស្អីក៏បានបាទហើយជាមួយគ្នាអីគេស្លាប់ទៅនឹងទៅឋានសួគ៌ទោះបីធ្វើអត្តឃាតក៏ដោយអានឹងគឺយើងកាត់ស្រ័យព្រះបន្ទូលព្រះអង្គទៅតាមចិត្តយើងមូលបង្កាច់ព្រះបន្ទូលឲ្យតែអញគិតថាអញត្រូវហើយឲ្យតែអញគិតថាសមអញចូលចិត្តត្រូវចិត្តអញគឺយកមកអាងថានឹងព្រះបន្ទូលដូចថ្ងៃចុងសប្តាហ៍យើងឃើញលោកគ្រូណាត់ថាគាត់អីគេបង្ហាញយើងអំពីព័ត៌មាន headline ដែលគេអនុញ្ញាតបង្កើតច្បាប់ដើម្បីឲ្យមនុស្សធ្វើអត្តឃាតឲ្យស្របច្បាប់នេះបាទចាំបាច់ទៅខ្វល់ជាមួយពួកស្លាប់ខ្លួននឹងអីវិញសោះស្លាប់ឲ្យវាស្លាប់ទៅតែបាច់ដាក់ច្បាប់ឲ្យវាស្របច្បាប់ទេព្រោះវាងាប់បាត់ទៅហើយហ្នឹងអាមែនបាទឥឡូវជាមួយឧទាហរណ៍បើឲ្យអ្នកធ្វើអត្តឃាតស្របច្បាប់តើវាបានអីមកវិញបើងាប់បាត់ទេបើយើងដាក់ច្បាប់ហ្នឹងមានលើកទឹកចិត្តនឹងឲ្យធ្វើអត្តឃាតលោកនេះហេតុអីបានជានៅក្នុង5នាទីម្ដងនៅក្នុងគ្រីបស័តមាននិកាយមួយកាត់ឡើងបើគ្រប់គ្នាបេះទៅលើកាពីថាខុសគឺខុសកាពីថាត្រូវគឺត្រូវអត់យកកំណត់ខ្លួនឯងទៅដាក់តើមាននិកាយយ៉ាងណានិកាយនេះវាកើតមកដោយសារតែអីគេនិកាយនេះវាកើតមកដោយសារតែមនុស្សយ៉ាងម៉េចដែរបកស្រាយព្រះគម្ពីរតម្រូវតាមចិត្តខ្ញុំឧទាហរណ៍មាននិកាយមួយបាទនៅប្រទេសតែកើតឡើងនៅប្រទេសចិន Church Almighty គេថាយ៉ាងម៉េចដែរបាទព្រះយេស៊ូវបានមកចាប់កម្រាលម្ដងទៀតតាមជាស្ត្រីបាទហើយគឺជាមេនិកាយ Almighty ហ្នឹងឯង Almighty ហ្នឹងឯងកាពីណាថាអានឹងគេហៅ full thought of leprosy បាទអង្គសង្ហុងគេថាបាទយ៉ាងម៉េចដែរព្រះមានបិតាប្រកាសជាមានមេដាអាណាថាណែឯងគិតខ្លួនឯងអានឹងគេហៅ full thought of leprosy
យកគំនិតខ្លួនឯងទៅបង្ខំព្រះឲ្យទទួលស្គាល់ដោយប្រើ logic តក្កវិជ្ជាវាមិនដែលមានឪអត់ម៉ែហើយអញ្ចឹងកើតមកពីណាណាយល់អានឹងបាទបានជាខ្លងនៅលើថ្ងាសនៅលើក្បាលហ្នឹងវាជាសញ្ញានៃការធ្ងន់ធ្ងរពីព្រោះហេតុអីពីព្រោះគ្រប់ទាំងអំពើអាក្រក់វាចេញពីក្នុងមកវាចេញពីខួរក្បាលអាមែនអ្នកគ្មានភារកិច្ចទៅបន្ថែមច្បាប់របស់ព្រះទេលោកអ្នកបងចាំទេច្បាប់របស់ព្រះមាន613ច្បាប់ពួកផារ៉ាស៊ីតែងថែម600ទៀតហើយគេថាបើអ្នកមិនគោរពអា613ច្បាប់របស់ព្រះយេហូវ៉ាហ្នឹងក៏មិនគោរពទៅអត់ខុសទេខ្ញុំមិនចាប់ទោសដំណើរទេតែត្រូវតែគោរពអា600ដែលខ្ញុំចែងបើមិនអញ្ចឹងណែទៅខុសហើយព្រះហៅពួកនឹងថាម៉េចពូជពោះវែកពួកពុទ្ធបុត្រពួកម៉ងខ្មោចលៀបសតែខាងក្នុងពេញដល់កំឡុងឃើញព្រះមានបន្ទូលអត់ហើយតើព្រះគ្រប់គ្រងទេបើព្រះគ្រប់គ្រងពួកហ្នឹងហើយតែបងដុតក្នុងយេរូសាឡឹមចោលហើយបដិញពួកនឹងចេញទៅអាហ្នឹងបាទយើងរៀនឲ្យយល់ស្គាល់ព្រះបន្ទូលរបស់ព្រះមិនមែនរៀនឲ្យយល់ដើម្បីបន្ថែមព្រះបន្ទូលព្រះទេអ្នកបន្ថែមព្រះបន្ទូលព្រះក៏ព្រះមិនទទួលអ្នកបន្ថយព្រះបន្ទូលព្រះក៏ព្រះមិនទទួលព្រះទទួលត្រឹមតែព្រះបន្ទូលរបស់ផងប៉ុណ្ណោះឯងអាមែនណាហើយបើជឿព្រះចង់ទៅឋានសួគ៌កុំរកគ្រូឲ្យត្រូវចិត្តរកគ្រូណាដែលបង្រៀនឲ្យត្រូវនឹងព្រះបន្ទូលលោកអ្នកទៅរកគ្រូឲ្យត្រូវចិត្តមិនបើខ្លួនលោកអ្នកបងប្អូនពេលខ្លះខុសចិត្តដែរខ្ញុំឧទាហរណ៍ទៅរឿងទូចមួយចុះបលឹមឡើងជាពិសេសបងប្អូនស្រីអ្នកខ្លះចេញពីកញ្ចក់អត់រួចទេទាញញ៉ាំមកកាផ្លេនេះពាក់ទៅដូចមិនតំណងតម្លាក់ចោលទាញមកកាផ្លេទៀតពាក់ដូចមិនតំណងបាទរើអស់ពីចិត្តហើយចេញទៅក្រៅគាត់តែមានអ្នកណាថាដូចមិនសូវសមសោះខូចអារម្មណ៍មួយថ្ងៃបាត់ត្រូវអត់ហើយមិនមែនតែសម្រាប់បងប្អូនស្រីទេបរោះក៏ដូចតែគ្នាដែរពេលខ្លះខ្ញុំឆ្លោះជាមួយសក់ក្បាលខ្ញុំកន្លះម៉ោងពីព្រោះអីសិតអាមិនឲ្យវាគ្រប់អត្តពេកហ្នឹងវាអត់ព្រមបាត់ទាញវាឆ្វេងវាស្ដាំវាមិនមែនជារឿងស្រួលទេយើងមិនធ្វើមិនត្រូវខ្លួនយើងផងហើយយើងទៅរកគ្រូណាអធិប្បាយដូចចិត្តយើងគ្រប់គ្នាមកនគរព្រះមកតម្រូវចិត្តព្រះមិនមែនមកតម្រូវចិត្តខ្លួនយើងទេហើយអ្នកណាដែលបង្រៀនយើងបើលោកអ្នកបងប្អូនចង់រកគ្រូដែលបង្រៀនឲ្យត្រូវព្រះបន្ទូលព្រះអង្គស្រួលរស់ណាយកសេចក្តីបង្រៀនគាត់ទៅផ្ទៀងនឹងកាពីចប់ហើយតែបើលោកអ្នកបងប្អូនចង់រកគ្រូឲ្យត្រូវចិត្តលោកអ្នកបងប្អូនមិនបាច់ផ្ទៀងព្រះកាពីទេឲ្យតែគាត់និយាយសប្បាយចិត្តទៅអាមែនប៉ុន្តែខ្ញុំតែងតែរំលឹកប្រាប់លោកអ្នកបងប្អូនលោកអ្នកបងប្អូនមកជឿព្រះធ្វើអីគេចង់ទៅឋានសួគ៌មែនសួរខ្លួនឯងកម្រិតគុណភាពនៃការជឿបែបហ្នឹងទៅឋានសួគ៌បានទេជីវិតមានតែមួយទេបាទហើយមិនមែនអីគេបាទមិនមែនយើងទៅជួបព្រះហើយស្រាប់តែព្រះបើកបញ្ជីមើលបន្ទូលឯអត់គ្រប់ទេព្រះអង្គសុំទៅឋានមកផែនដីភាសាទៀតខ្ញុំមិនសមបន្ទូលឡើងវិញអត់ទេតើមិនគ្រប់គឺមិនគ្រប់ហើយអត់មានឱកាសមកទេអញ្ចឹងបានត្រូវមកចាត់ខ្ញុំអ្វីក៏ដោយក្នុងមួយជីវិតខ្ញុំចូលចិត្តបង្ខំខ្លួនឯងឲ្យដាក់ច្បាប់ឲ្យលើខ្ញុំអត់ដាក់ឲ្យខ្វះហេតុអីពីពូបធូងាយទេតែទឹកទៅពិបាកហើយការដែលបុណ្យឲ្យខ្លួនឯងរហូតហ្នឹងគឺអ្នកណាក៏ចូលចិត្តដែរក៏ប៉ុន្តែវាអត់ដែរកើតកាយទេចឹងហើយបានជាត្រូវបង្ខំខ្លួនឯងសួរថាពីណាមានសិទ្ធិលើខ្ញុំដើម្បីមកបង្ខំឲ្យខ្ញុំងើបមក3ខ្ញុំខ្លួនឯងអ្នកបង្ខំពីពួកខ្ញុំដឹងថាវាមានប្រយោជន៍បាទដូចលោកអ្នកបងប្អូនដូចគ្នាពីណាបង្ខំឲ្យលោកអ្នកបងប្អូនអធិដ្ឋានចុងសប្តាហ៍តមួយថ្ងៃលោកអ្នកបងប្អូនបង្ខំខ្លួនឯងតាដើម្បីឲ្យវាយដំរូបកាយនឹងឲ្យចូលចំពោះព្រះមានណាដែលបង្ខំបាទអាមែននេះជាការពិតអញ្ចឹងហើយបានជាអីគេនឹកចាំជានិច្ចអំពីគោលលំណងដែលយើងមកជឿព្រះចង់បានអីគ្រប់ទាំងកាយវិការពាក្យសម្ដីអាកប្បកិរិយាការប្រព្រឹត្តយើងទាំងអស់យកវាទៅវាស់ជាមួយគោលបំណងមួយហ្នឹង
បើខ្ញុំធ្វើអញ្ចេះបើខ្ញុំនិយាយអញ្ចេះតើវាអាចសម្រេចគោលបំណងហ្នឹងបើអត់បោះចោលទៅហើយកែវាឡើងអាមែនខ្ញុំឧទាហរណ៍លោកអ្នកបងមិនបាច់តែក្នុងនគរព្រះទេបាទសំបីតែចង់ achievement អីមួយនៅក្នុងសាច់ឈាមក៏ដូចគ្នាខ្ញុំឧទាហរណ៍ក្មេងម្នាក់គាត់មាន dream ថាចង់ធ្វើជា doctor អញ្ចឹងគោលបំណងគាត់ខ្ញុំត្រូវធ្វើ doctor ឲ្យបានអញ្ចឹងនៅពេលដែលគាត់ចំណាយពេលលេងហ្គេមគាត់សួរមើលបើអញលេងហ្គេមហ្នឹងតើអញធ្វើ doctor បានទេអត់បានបោះចោលហើយអញចំណាយពេលដើរលេងបាទអត់កាន់សភៅតើអញអាចធ្វើ doctor បានអត់បានបោះត្រូវកោះចោលគាត់ត្រូវតែកែប្រែបើមិនអញ្ចឹងគាត់មិនអាចសម្រេចទិសដៅទេទិសដៅនឹងបានត្រឹមតែគិតឲ្យនឹងសម័យទេអត់អាចឈូចាប់បានវាត្រូវតែអញ្ចឹងហើយក្នុងគ្រប់កិច្ចការក៏ត្រូវតែអញ្ចឹងដូចគ្នាដែរដើម្បីឲ្យសម្រេចគោលដៅមួយយើងត្រូវមាន commitment ហើយមានការបដិញ្ញាចិត្តខ្ពស់ហើយអ្វីក៏ដោយដែលប្រឆាំងជាមួយនឹងបាទគោលដៅមួយនឹងយើងព្រមដែរចោលអានឹងទើបអាចហៅថាអីគេទើបអាចសម្រេចគោលដៅនឹងបានបើមិនអញ្ចឹងទេយ៉ាងមិនដែរវាគ្រាន់តែជាក្តីសម័យហើយបបិឆោតខ្លួនឯងតែប៉ុណ្ណោះតែមួយជីវិតយើងមិនដែលសម្រេចបានអីមួយបាទខ្ញុំសួរខ្លួនឯងខ្ញុំគិតថាខ្ញុំអាចធ្វើអីបានខ្លះខ្ញុំរកថាអានេះខ្ញុំធ្វើបាននេះខ្ញុំធ្វើបាននេះខ្ញុំធ្វើបានខ្ញុំធ្វើបាននេះខ្ញុំធ្វើបាននេះខ្ញុំធ្វើបានខ្ញុំសួរថាចុះអាទាំងអស់ហ្នឹងយើងមិនអាចសម្រេចក្នុងពេលតែមួយទេអញ្ចឹងជីវិតយើងដាច់ខាតអា4 6 5 6ហ្នឹងត្រូវតែជំរុះចោលយកអាណាមួយដើម្បីត្រូវបាទប្រព្រឹត្តឲ្យកាន់តាមមួយជីវិតដល់ពេលខ្ញុំសម្រេចខ្ញុំថាអូខេអញ្ចឹងកីឡាករបាទធ្វើប៉ូលីសបាទបុរាណវិទ្យាមេធាវីអ្នកបម្រើព្រះគេយកបម្រើព្រះបាទអីគេដូចការងារបម្រើព្រះដូចគ្នាពេលដែលខ្ញុំចាប់ផ្ដើមបម្រើព្រះចំម្ចាស់ខ្ញុំមើលថានៅពេលដែលខ្ញុំ40 50បាទតើខ្ញុំទៅឈប់បម្រើព្រះយ៉ាងម៉េចខ្ញុំចង់បានពួកជំនុំមិនខ្ញុំចង់បានសិទ្ធិសេរីភាពក្នុងការថ្វាយបង្គំមិនខ្ញុំទៅមើលនិកាយខ្ញុំថ្វាយបង្គំជាមួយខ្ញុំថាអ្នកដឹកនាំចរិតអញ្ចេះបាទនិកាយនេះ flow អញ្ចេះបាទគេបង្រៀនអញ្ចេះដើរផ្លូវអញ្ចេះបាទចឹងដល់ពេលខ្ញុំមើលគោលបំណងរបស់ខ្ញុំហ្នឹងអត់ត្រូវទេអញ្ចឹងគោលដៅរបស់ខ្ញុំបាទចង់បានក្រុមជំនុំមួយដែលស្រឡាញ់គោរពកោតខ្លាចរស់នៅប្រព្រឹត្តតាមព្រះបន្ទូលព្រះអង្គមានសិទ្ធិមានសេរីភាពបាទអត់នៅក្រោមការគំរាមកំហែងអ្នកណាដូច្នេះខ្ញុំទម្លាក់តាំងពី20ឆ្នាំមុនស្អីខ្ញុំចោលដែរដើម្បីមករៀបចំពីព្រោះខ្ញុំគិតថាយ៉ាងហោចណាស់ដើម្បីអាចបង្កើតក្រុមជំនុំមួយត្រូវការពេល20ទៅ30ឆ្នាំខ្ញុំចោលដើម្បីសម្រេចគោលនិមិត្តមួយហ្នឹងបើយើងអត់លះបង់អីមួយយើងធ្វើមិនអាចសម្រេចរឿងមួយបានអាហ្នឹងវាជារឿងធម្មតាទេដោយសារ TV នៅថ្ងៃនេះយើងអាចធ្វើបានមិនមែនយើងទឹមសម័យថ្ងៃហ្នឹងទេយើងរៀបផ្លូវតាំងពី20ឆ្នាំមុនមកព្រះបានត្រាស់ហៅយើងព្រះបានឲ្យនិមិត្តយើងព្រះដាក់នៅក្នុងគោលគំនិតរបស់ផងយើងព្រះបានរៀបចំផ្លូវយើងហើយយើងបានត្រៀមតាំងពីដើមមកទើបក្នុងលក្ខខណ្ឌនេះយើងអាចធ្វើបានបាទគ្មានអ្វីមួយដែលលោកអ្នកបងប្អូនសម្រេចបានដោយស្រួលទេហើយបើលោកអ្នកបងប្អូនមិនប្រុងប្រៀបទេលោកអ្នកបងប្អូនក៏ធ្វើឲ្យបានដែរ20ឆ្នាំមុនខ្ញុំមាននិមិត្តព្រះបានប្រាប់ខ្ញុំថាត្រូវតែធ្វើអនឡាញអញ្ចឹងមុនពេលនិមិត្តនឹងមកដល់ខ្ញុំធ្វើអីខ្ញុំស្ម័គ្រចិត្តគ្រប់កន្លែងឲ្យតែតាក់ទងនឹងការបង្រៀនគេហៅទៅធ្វើ guest speaker នៅស្ថានីយ៍បាទយ៉ាងម៉េចដែរទោះបីនៅស្ថានីយ៍ទោះជាតិវិទ្យុជាតិក៏ខ្ញុំទៅបាទនៅក្នុង World Vision ក៏ខ្ញុំទៅនៅអង្គការណាក៏ខ្ញុំទៅគ្រប់បែបយ៉ាងទាំងអស់ឲ្យតែខ្ញុំមើលឃើញថានេះវា sharp បាទវាធ្វើឲ្យជំនាញនៃការនិយាយវាធ្វើឲ្យជំនាញនៃការគិតវាធ្វើឲ្យជំនាញនៃការប្រដាប់កាយវាធ្វើឲ្យ skill បាទនៅក្នុងការសម្រេចនិមិត្តរបស់ផងខ្ញុំមានដំណើរការខ្ញុំទៅទាំងអស់ទោះបីខ្ញុំត្រូវបង់លុយទៅដែរដើម្បីខ្ញុំ train ខ្លួនខ្ញុំមកហើយខ្ញុំត្រូវយល់ហើយខ្ញុំត្រូវបើកគំនិតខ្ញុំមកហើយទើបខ្ញុំអាចមានថ្ងៃនេះខ្ញុំអាចធ្វើការងារនឹងបានមិនខ្ញុំអត់ធ្វើអីណាយើងធ្វើបាទដល់ពេលអញ្ចឹងអ្វីដែលយើងបានរៀនរយៈពេល20ឆ្នាំបាទពេលដែលយើងចាប់ផ្ដើមធ្វើវាអត់ពិបាកទេពីព្រោះហេតុអីអ្វីដែលយើងរៀន1ដល់100យើងធ្វើតែត្រឹម5ឬ10ហ្នឹងយើងអាចធ្វើបានអញ្ចឹងហើយបានជាបងប្អូនមាននិមិត្តល្អហើយក៏ប៉ុន្តែជាមួយគ្នាបងប្អូនត្រូវមើលថាតើដើម្បីសម្រេចនិមិត្តហ្នឹងបងប្អូនត្រូវធ្វើអីហើយអ្វីដែលប្រឆាំងនឹងនិមិត្តហ្នឹងត្រូវកាត់វាចេញទាំងអស់ទើបអាចសម្រេចអ្វីមួយបានហើយជ្រើសរើសណាមួយ
ឲ្យប្រកាសបាទខ្ញុំធ្លាប់ប្រាប់លោកអ្នកបងពីក្មេងខ្ញុំយកអានសភៅហើយមានសភៅមួយដែលខ្ញុំចាំជាងគេធ្វើម៉េចឲ្យខ្ញុំខ្លាចជាអ្នកមានហើយគេឧទាហរណ៍ពីមនុស្សជោគជ័យហើយសភៅទៅសេដែលជនជាតិខ្មែរឧទាហរណ៍ពីមនុស្សក្នុងស្រុកខ្មែរអ្វីដែលខ្ញុំចាំមិនភ្លេចក្នុងគ្រប់ទាំងជោគជ័យទាំងអស់ដែលមនុស្សនៅក្នុងដែលគេបានលើកឡើងសម្រាប់រយៈពេល15ឆ្នាំទៅ20ឆ្នាំទាំងអស់អត់មានណាមួយសម្រាប់មួយឆ្នាំបាទទោះបីជាគេនិយាយពីអ្នកអីគេដាំតពាំងបាយជូរគេនិយាយពីអ្នកចិញ្ចឹមឆ្កែគេនិយាយពីអ្នកដាំបាយដាក់ខែបាទឬក៏គេនិយាយអំពីអីគេបាទអំពីប្រសង់បាទដែលបួសរៀនបាទប៉ុន្តែពេលដែលទំនេរលោកតែងតែគួយឆ្កឹះលេងនាឡិកាស្រាវជ្រាវវិទ្យុផ្សេងបែបយ៉ាងក្រោយមកខ្លាចជាមេកានិកដ៏អស្ចារ្យគឺលោកមិនដែលទុកពេលចោលជាការពិតណាអញ្ចឹងហើយបានជាអីគេខ្ញុំឃើញក្មេងឥឡូវទី1អត់មាននិមិត្តភាគច្រើនអ្នកខ្លះមាននិមិត្តទេទី2ពេលវេលានឹងដូចសបោមែនតើដូចទុកចោលហើយធ្វើអែបកើតបើយើងអត់ស៊ីរិះនឹងពេលលើថ្ងៃនេះថ្ងៃមុខក៏អត់ប្រយោជន៍ដែរពីព្រោះនិមិត្តល្អក្តីសម័យល្អប៉ុន្តែយើងមិនអាចងើបថ្ងៃហ្នឹងងើបក្រេះមកពីកៅអីមកស្រាប់យើងអាចធ្វើការទេអត់ទេគ្រប់យ៉ាងគឺត្រូវការស្វែងយល់បាទព្រះបន្ទូលព្រះអង្គក៏ដូចគ្នាដូចខ្ញុំប្រាប់ចឹងពេលដែលអ្នកខ្លះនៅពេលដែលគេស្ដាប់ពីរឿង prophecy end time បាទពីរឿងការកាត់ស្រាយព្រះបន្ទូលព្រះអង្គគេថាបើសិនជាមិនមែនគ្រូខ្មែរខ្ញុំជឿតែដោយសារគាត់ជាខ្មែរខ្ញុំអត់ជឿពីព្រោះខ្ញុំមិនជឿថាខ្មែរចេះត្រូវពីព្រោះជាទូទៅគាត់ចេះមែនអានឹងជនជាតិខ្មែរណាអញ្ចឹងហេតុអីពីព្រោះគេមើលឃើញថាឲ្យតែខ្មែរគឺដឹងតែអន់អញ្ចឹងមកសំបីតែអ្នកបម្រើព្រះអង្គក៏គេវាយប៉ាអញ្ចឹងនេះហើយគ្មានអ្នកណាវាយគឺខ្មែរណាវាយខ្លួនឯងហើយមិនមែនអ្នកអត់ចេះនិស្សិតក្រៅប្រទេសទៀតណាប៉ុន្តែខ្ញុំដែលចេះដល់ប៉ុណ្្នឹងយ៉ាងម៉េចដែរពេលខ្ញុំទៅស្ដាប់គ្រូបង្រៀនមួយមិនថាគ្រូខ្មែរឬគ្រូបរទេសពេលដែលគេនិយាយពីរឿងprophecy គេនិយាយពីរឿង end time គេនិយាយពីអាចកំបាំងស្អីមួយតើតើនឹងព្រះបន្ទូលព្រះអង្គខ្ញុំសួរភ្លាមមិនបានគេចេះហើយខ្ញុំអត់ចេះមិនបានគេដឹងហើយខ្ញុំអត់ដឹងគេទៅរៀនពីណាបើក្នុងកាពីតែមួយនោះជាហេតុផលដែលខ្ញុំទៅរកបាទហើយបើគេប្រាប់ចំណងជើងសភៅឯកសារដែលគេស្រាវជ្រាវគាត់ទុកផ្លែតទៅរកឲ្យតឃើញបាទសភៅខ្លះខ្ញុំចំណាយទិញ3 4 500ដុល្លារក៏មានដែរទៅរកឲ្យតឃើញយកមករៀនដែរពីព្រោះអីគេពីព្រោះបើខ្ញុំសម្រេចចិត្តថាខ្ញុំបម្រើព្រះហេតុអីខ្ញុំអត់ទៅចេះខ្ញុំទៅចេះបងថ្លៃលោកអ្នកបងសភៅនៅផ្ទះខ្ញុំតម្លៃប្រហែលក៏មានដែរបាទយ៉ាងតិចក៏2000ក្បាលដែរគឺជាសភៅផ្ទាល់របស់ផងខ្ញុំហើយសួរថាមានតែកាពីទេអត់ទេកតិលោកក៏មានដែរស្រីហេតោប្រទេសក៏មានដែរបាទស្អីក៏មានដែរបាទសំបីតែអីគេទ្រឹស្ដីធ្វើសង្គ្រាមបាទសុនជឺក៏ខ្ញុំមានដែរគឺត្រូវរៀនទាំងអស់ពីព្រោះអាហ្នឹងគេហៅ general knowledge បាទថ្ងៃមុនខ្ញុំនាំយកខ្សែ3មករៀនទិញសភៅឡើងមកកងបាទពីភាសាជីបម៉ោង 2:01ត្រូវតែរៀនលោកគ្រូណាតណាក៏ដូចគ្នាគាត់អត់ទិញជាសភៅទេគាត់ទិញ online software ព្រោះគាត់ដាក់ក្នុងរបស់គាត់អ្នកណាមួយដែលអត់ឆ្លាញ់សភៅឲ្យចេះដឹងបាទពីមុនបើលោកអ្នកបងប្អូនសួរខ្ញុំនៅក្នុងបណ្ណាល័យជាតិនៅវត្តភ្នំថ្ងៃណាក៏នៅក្នុងបណ្ណាល័យជាតិដែរក្រោយមកពេលបណ្ណាល័យជាតិទាំងអស់សភៅអានខ្ញុំទៅអានសភៅណាអាននៅក្នុងបណ្ណាល័យរបស់សម្ដេចហ៊ុនសែននៅសាកលវិទ្យាល័យភូមិន្ទនោះជាបណ្ណាល័យទី2ដែលសម្បូរសភៅជាងគេហើយពេលខ្លះសន្សំលុយដើម្បីសុំគេ copy ព្រោះគេឲ្យ photo copy គេឲ្យយើងខ្ចីឯងបាទមានបណ្ណាល័យមួយទេដែលខ្ញុំអត់បានទៅគឺបណ្ណាល័យបឹងតបែកតែធ្វើក្រោយបាទប៉ុន្តែបណ្ណាល័យហ្នឹងគេ share ពីសភៅពីបណ្ណាល័យបាទភូមិន្ទមកទេហើយសួរទៅបណ្ណាល័យស្រុកខ្មែរបាទមិនថាបណ្ណាល័យចាស់បណ្ណាល័យទេតាំងពីបណ្ណាល័យនប់បុផាន់តាំងពីគ្រប់កន្លែងខ្ញុំស្គាល់ទាំងអស់ហើយបើសភៅស្នាដៃចាស់វិញបាទមិនថាសភៅត្រឹងងារសភៅវ៉ាន់ឌីកអូនសភៅរស់ចន្ទ្របុត្រសភៅណាខ្ញុំអានទាំងអស់ឲ្យតែវត្តសាសខ្មែរបាទហ្នឹងការពិតហើយខ្ញុំនឹងចាំស្នាដៃអានេះជារបស់នេះអានេះជារបស់នេះអានេះជារបស់នេះពួកខ្ញុំអានបាទអញ្ចឹងហើយបានជាអីគេបានជាទើបខ្ញុំអាចយល់បានប៉ុណ្ណឹងលោកអ្នកចំណេះវាអត់តាក់ទងនឹងខ្មែរឬបរទេសទេចំណេះវានៅតែជាមួយអ្នករៀននេះអ្នកឯងជាអ្នកណាក៏ដោយឲ្យតែអ្នករៀនគឺអ្នកចេះ
dương chỉ cũ không ai bà ôiแต่ bỏ tê chập làm thử ấy nó mốc ú sắp bài chất hay con trò ở từ không ai chập làm thử ở bên nào con trò công tha thầm này ở chưa cái ở bên mô tả nạp hiệp xong bởi tệ nạ chưa bè đôi khi có ở bên mô tả nạp hiệp không niệm chưa không ai đây bàนี่chỉ gặp hai biết được nàng con tự bỏ tê vinh đập mê này cái á hay hơnประเทศอังกฤษกิริกาไปขมายที่ทักขมายแต่จังบังเรียนมาเพย์ชนะให้เนื้อแต่มาเธอกูบานเนื้อแต่มาเธอเนี่ยนอนหมกบานเนื้อแต่มันชื่อตกจัดบานเกย์เดียวลุยปีนามาติงคลุนเกลุคลุนเกย์ซอกเกย์ทักขมายเนี่ยลุเอาแต่ด่าชั่วโมงวิ่งกูไปลุแต่ด่าชั่วโมงวิ่งไปโย่เกย์ไฟป้ายว่าอันนั้นกับให้บ่สันจะยืงเหมือนคำปรังตีบ่ยืงสมาหนึ่งงานในญาติเอาการในเย่บอกเกี่ยวกับจิกาเปิดแต่ขยมนี่ยังเธอป่าเดี๋ยวบอกตั้งไปดามตือบอกมีนาเห็นมันเย่จมูกขยมเห็นมันเย่จมูกขยมเหมือนขมายนั่นยังด่ากระดานมุกเราไงบ่ให้ได้อีพวกขยมชี้ยังด่าดำเนียลมวยนั่งเราเนี่ยนาด่ามันเลือกขยมตีให้จมูกขี้เนี่ยบ่ยังไม่ได้ขอกอะไรนั่นเย่อะไรนั่นแต่อะไรยี่จุนจิตตั้งมูลบานนี่ยังหายได้มาสู้เราไงบ่นั่นกับเปิดchẳng đào pi dương miến chấm hoa này vậy một dương có nhịp giặt này và ní cứ chỉ cá bớt hai pal đại là kì đại khi không ba công chuyện nấm muối công chuyện nấm này hay than ní này và sau trên bị không ai sót xa ở miền bọt thế tụi bây chỉ chấm nuôi để bán một tam giờ bong bồn smart chất ở miền bong bồn chỉ bọt thế chỉ chun chip xây nhỉ cứ sót tại chỉ không ai thôi ní cứ chỉ cá bớt vàให้เหมือนตรำแต่ปนังเตยังคอมอธิษฐานสมเอาปองกอกกายเดียนโมตนาเพียบบาดให้หนึ่งอัตตาสัญญาณลังวิงส่วนคลิปนี้การล่างมันใจดันในปองปอนบ่ายังเหม็นอสบายในสังคมการเตก็บรรทายเอาไว้ได้ยังสมเปรชลายเริ่มมนุษย์จับดาไม่เก่งบ่าสมใบเตนเนี่ยลุ่เป็นตะพอลไทยก็คือสมตัวอย่างเนี่ยหรืองี้ไม่เข้มตัวติงบ่าปีนี้บอกปนเข้มตัวติงคือจังบานประดับอดกายมวยกระดับบองไอ้สมตัวมีนับวัดไทยกิสมตัวยึงกิลุ่ดาวเอียนเข้ามาปีพวกโดยสักขมายบัดผลประดับแมวอดกายนึงป่ะนั่นครับยึงตรยุลบ่าเตยคอมบังการอัตตาสัญญาณคลุนไอ้มวยขึ้นสลับสตรีมันเนี่ยตำลิกมุกไทยทำไมก็ชมกคลาเรก่อนยี่ท้ายืงรู้เนื้อมันทักกายวิกาปิสมได้อากาปเกยาเอาไว้ได้ยังทั่วเอาไว้ได้ยังกึศเอาไว้ได้ยังนี่เยอะยืงตรึบังกอบในมวยท่าทั่วเอาไปพบลูกนี่คือชื่อท่ามินมนุษย์หล่อจังเพียซายืงกายวิกายืงเราบีบรู้เนื้อเราบอกฟังยืงบ่าวยืงมันเนี่ยบังกอบท่าเอากี่ชื่อท่าไปพบลูกนี่เนื้อมินมนุษย์หล่อมันอยู่ประมาณในพบโลกในหนังหล่อเปียนี่สำทักตรงนี้ผมบ่ายืงจีน่ะชื่อเปรตจะเอามาจากได้จีจุนเจ็บมาบ่ายืงมันเนี่ยสลังกรุบกอดคลายโจสลับบังกอเปรตจะมาจากประพฤติตามเปรตบรรทุกรังบ่าไงมวยเกณฑ์ท่าโอขมายจีน่ะสลังเปรตขมายจีน่ะกรุบกอดคลายเปรตนั่งกับปั๊ดเฮ้ยดำไหลนึกวิตีมตีเจงพี่บุกโกลมันเนี่ยได้โชว์ล่างเห็นไหมนะนี่คือจิกาเปิดจังให้ก็มองกิสกับจัดทางบ่าเอาแต่ขมายเธอในปันนี้บ่ายิ่งสู้เวียดนามก่อนยืงอะไรเนี่ยไทยก่อนยืงอะไรเนี่ยขมิ้นจิตสานามวยแต่คลังจึงจิตสานาตีคลังแต่ปรังไงเอาแต่นักซอยก่อนให้เบิร์นจิกาเปิดรีบทิพย์คงจะนำรบโรยไปเตะขมายไอก่อนบ่าจึงเก็บพอให้ได้ปีโปตักทางประวัติศาสตร์คือสำนักปรังประสาทนั่งโดนตาขึ้นซองการเดี๋ยวซองการเลยตัวใบยีวิชิสำนักศาสนาก็ได้ตรายเรือฮัดหมายแต่ในไอซองการได้สมัยในไอสวายยุลดังยุลห้องจังมินในท่าดีเอ็นเอระบอกโดนตาขมายเหมือนอ่อนใบยื่นขวาเกิดวันนั่งอ่ะไหมบ่าให้สู้ถัดดีเอ็นเอนั่งได้ไปเขาปีจะนอนมวยได้จะนอนมวยเวียบาดได้เอาได้วินในตะครงเหมือนนึกนั่งแต่เมาปีขมายมันผมก็โดนกาเกิดอ่ะไหม
ថាពួកជំនុំដូចគ្នាលោកអ្នកបង70ឆ្នាំមុនណាកូរ៉េសឹងតែរើសអាហារអីគេជាប់កន្ទុយឆ្កែញ៉ាំផងក្រោយសង្គ្រាមលោកទី2នៅសង្គ្រាមកូរ៉េបងប្អូនដឹងថាកូរ៉េចាប់ផ្ដើមកសាងប្រទេសដោយសារលុយអីគេទេប្រាប់ខ្ញុំបន្តិចមើលដោយសារលក់ទៅហ៊ានអាមេរិកធ្វើសង្គ្រាមនៅវៀតណាមនេះគឺជាលុយអភិវឌ្ឍប្រទេសកូរ៉េកំពុងគេអត់មានអីទេនៅពេលដែលអាមេរិកធ្វើសង្គ្រាមជាមួយវៀតណាមបាទកូរ៉េខាងត្បូងបានលក់តបមានន័យថាគេបញ្ជូនតបជនជាតិកូរ៉េខាងត្បូងឲ្យមកនៅក្រោមបញ្ជាអាមេរិកដើម្បីធ្វើសង្គ្រាមនៅវៀតណាមហើយគេយកលុយនឹងទៅអភិវឌ្ឍជាតិទី1ប្រជាជនអត់អញ្ចឹងប្តីស្ម័គ្រចិត្តដើម្បីទៅធ្វើដើម្បីឲ្យប្រពន្ធហើយកូនអាចរស់ហើយមានឱកាសរៀនសូត្រទី2រដ្ឋាភិបាលកូរ៉េបានប្រាប់ទៅរដ្ឋាភិបាលអាមេរិកអត់ឲ្យបើកលុយឲ្យតបដរិចទេបើខ្ញុំបញ្ជូន 5,000 នាក់ប្រាក់ខែ 5,000 ត្រូវទៅឲ្យខ្ញុំហើយខ្ញុំនឹងបើកឲ្យទាហានខ្ញុំទៅខ្លួនឯងពីព្រោះគេនឹងកាត់បាទ pension ខ្លះដើម្បីគេទុកអភិវឌ្ឍប្រទេសនេះជាការពិតហើយទី2កូរ៉េធ្វើអីបងប្អូនដឹងទេគេចាប់ផ្ដើមកាន់គោលការណ៍តាំងពីថ្ងៃដំបូងមកបាទគឺគ្រប់គ្នាត្រូវចុះចូលហើយស្ដាប់បញ្ជាទៅតាមឋានានុក្រមបើបាទនាយករដ្ឋមន្ត្រីប្រាប់ទៅអ្នកធ្វើខ្នល់ធ្វើមួយខែហើយអត់ឲ្យគេដកបោះចោលគាត់ទុកឯងនឹងគោលការណ៍កូរ៉េអញ្ចឹងហ្មងទី3កូរ៉េបានលុយទាំងអស់ហ្នឹងមកលោកអ្នកបងកូរ៉េអំពាវនាវទៅកាន់ជនជាតិកូរ៉េទាំងអស់ដែលរត់ភៀសខ្លួនទៅកាន់ប្រទេសផ្សេងៗសុំមកអភិវឌ្ឍជាតិបាទហើយបើណែឯងបានប្រាក់ខែប្រហែលយើងសុខចិត្តឲ្យប៉ុណ្ណឹងដូចគ្នាតែណែមានឈ្មោះថាជាជនស្នេហាជាតិគេហៅជនជាតិកូរ៉េទាំងអស់នៅក្នុងពិភពលោកដែលនៅក្រៅប្រទេសបាទដែលមានចំណេះដឹងចូលមកក្នុងប្រទេសវិញទាំងអស់ហើយគេអត់យកមកធ្វើរដ្ឋមន្ត្រីទេគេបង្កើតមន្ទីរពិសោធន៍អ្នកជំនាញម៉ាស៊ីនបោកអាវទៅម៉ាស៊ីនបោកអាវអ្នកជំនាញនាឡិកាទៅជំនាញនាឡិកាអ្នកជំនាញទូរទស្សន៍ទៅជំនាញទូរទស្សន៍អ្នកជំនាញកុំព្យូទ័រទៅជំនាញកុំព្យូទ័រគេរៀបចំការិយាល័យឲ្យជាក្រុមហើយឲ្យអង្គុយដើម្បីតែស្វែងយល់រឿងហ្នឹងនេះគឺជាអ្វីដែលកូរ៉េគេធ្វើហើយខ្ញុំនិយាយមិននឹងសម័យទេគឺជនជាតិកូរ៉េដែលចាស់បំផុតប្រាប់ខ្ញុំហើយបន្ទាប់ពីគេស្វែងយល់ហើយអូម៉ាថាឥឡូវម៉ាស៊ីនបោកអាវគេស្វែងយល់ម៉ាស៊ីនបោកអាវម៉ាក់នេះបន្ទាប់មកគេចាប់ផ្ដើមបង្កើតរូបមន្តថ្មីមួយហើយគេបញ្ជូនប្រាប់ថាការពិនិត្យទាំងអស់ហ្នឹងហើយយើងបានបង្កើតនៅរូបមន្តថ្មីមួយដែលយកពីអានេះបន្តិចយកពីនេះបន្តិចយកពីនេះបន្តិចបាទបង្កើតម៉ាស៊ីនថ្មីមួយគេយកទៅរដ្ឋាភិបាលយកទៅដេញថ្លៃឥឡូវយើងផលិតបានម៉ាស៊ីនយើងមានរូបមន្តណាដើម្បីផលិតម៉ាស៊ីនបោកអាវក្រុមហ៊ុនណាដេញថ្លៃគេលក់ឲ្យអ្នកហ្នឹងចេញផលិតផលកូរ៉េនេះគឺជាការចាប់ផ្ដើមរបស់គេការពិតសំបីតែក្រុមហ៊ុន BYD បងប្អូនដឹងថា BYD គឺជាក្រុមហ៊ុនឡានដែលល្បី BYD ធ្វើដំបងលក់ប្រមាណ1000ក៏ទិញផងហើយគេថាប្រើមិនកើតតែចិនក៏វាមិនទុកចិត្តផងប្រវត្តិរបស់ BYD គឺថៅកែធំគាត់ជាអ្នកផលិតអាគុយទេអត់សំបីតែមាន license បើកឡានហើយក៏មិនចេះបើកឡានផងហើយផលិតឡានលក់ថ្ងៃមួយគាត់យកលុយទាំងអស់របស់គាត់ទៅទិញ Mercedes S400 យកមកគាត់ដាក់ចូលរោងចក្រគាត់ហើយគាត់ប្រាប់វិស្វករគាត់ដោះឲ្យខ្ទេចអស់ហើយស្វែងយល់ហេតុអីគេធ្វើកើតគេធ្វើជីកើតយើងធ្វើជាកើតហើយដល់ពេលវិស្វករគេថាហីលោកតកែឡានរបស់លោកឡានហ្នឹងថ្មីគាត់យកញូមមកដំពោកបើក៏ពិតបាទគាត់ថាខូចឡានហ្នឹងទៅដល់នឹងប្រវត្តិបងប្អូនទៅស្រាវជ្រាវគេស្វែងយល់ហើយរៀនពីអ្នកដទៃបាទហើយទីបញ្ចប់គេអភិវឌ្ឍខ្លួនយើងគិតមើលមនុស្សម្នាក់មាន dream បាទដើម្បីយើងចង់ធ្វើឡានលក់ឲ្យពិភពលោកបើកឡានក៏មិនចេះ license ឡានក៏គ្មានហើយជំនាញខ្លួនឯងគឺផលិតអាគុយតែគេធ្វើបានដោយសារគេប្រឹងឥឡូវសួរមើលក្នុងចំណោមឡានប្រមាណ100ម៉ាកផងចិន BYD ធំជាងគេបាទ BYD ធំជាងគេបាទថ្ងៃមុនគេសាក Shark 6ឡាន pick up truck ដែលប្រើ
អាគុយប្រៀបធៀបជាមួយឡានដតេផ្សេងទៀតបើកាត់មាត់សមុទ្រដែលសិតតែខ្សាច់ BYD អូសប្រយបាទការពិតអញ្ចឹងយើងត្រូវបើកភ្នែកមើលហេតុអីខ្ញុំគ្រូវាខ្ញុំដឹងរឿងទាំងអស់ហ្នឹងពួកខ្ញុំអត់ដែរទុកពេលខ្ញុំឲ្យធានាទេទោះបីលោកណាងពួកឃើញឆែកទូរស័ព្ទតែខ្ញុំឆែកមើលតែព័ត៌មាននេះចំណេះរឿងផ្សេងមិនមើលពីព្រោះវាមិនមែនជាគោលដៅរបស់ខ្ញុំសួរថាតាំងពីហ្គេមចេញមកដល់ថ្ងៃហ្នឹងខ្ញុំស្គាល់ហ្គេមអត់ស្គាល់ហ្គេមអីក៏អត់ស្គាល់ពួកខ្ញុំអត់ចំណាយពេលមកវាមិនមែនខ្ញុំមិនចូលចិត្តលេងទេតែខ្ញុំប្រាប់ខ្លួនឯងថាអញមិនលេងពីព្រោះវាខាត់ពេលខ្ញុំធ្វើអីផ្សេងហ្នឹងកាពិតបាទអញ្ចឹងហើយពួកជំនុំបើសិនជាមានគំនិតបែបហ្នឹងមានមុខណភាពបែបហ្នឹងបាទហើយគិតចង់ធ្វើអីមួយតោះតែយើងឆាបគំនិតយើងឲ្យទៅកន្លែងហ្នឹងខ្ញុំនិយាយត្រឡប់មកវិញហេតុអីបាទខ្ញុំឧទាហរណ៍រឿងជាច្រើនរឿងហ្នឹងខ្ញុំនិយាយចង់គោលម្ដងតែមួយគត់លោកអ្នកបងប្អូនជឿព្រះចង់ទៅឋានសួគ៌សួរមើលជំនឿខ្លួនឯងប៉ុណ្ណឹងទៅបាននៅហើយតើវាខ្វះអីតើធ្វើការផ្លាស់ប្ដូរយ៉ាងម៉េចព្រោះគោលម្ដងត្រូវទៅផ្ទះនយោជ័យជីវិតអ្នកមានតែមួយទេបាទបើវាឧបសគ្គអត់ពេលអានរកពេលអានកាពីឧបសគ្គដែលមិនព្រមស្ដាប់ប្រកបស្ដាប់មិនសុំព្រះត្រូវធ្វើវាបាននឹងការពិតបាទប្រកាសណាស់នៅក្នុងចំណោមកំសោយជាច្រើនមានកំសោយខ្លះយើងធ្វើឆាប់បានមានកំសោយខ្លះយើងធ្វើក៏បានតែបើយើងមានឆន្ទៈនៅធ្វើបានដូចគ្នាទេគ្រាន់តែយូរចាំឃើញទេបាទលោកនេះចាំទៅដល់ឋានសួគ៌ទោះបីជាជាតិសាសន៍ព្រះតែមួយក៏ប៉ុន្តែជាតិសាសន៍ព្រះអត់មែនសុទ្ធតែអាមេរិកទេហើយក៏មិនមែនសុទ្ធតែបារាំងដែរកូនព្រះតែមួយវ៉ាន់នូមែនហ្នឹងមានខ្មៅមានសមានលឿងបាទអញ្ចឹងគេកលេចខ្វាច់គេដឹងថាស៊ីគេកលេចខ្វាច់គេដឹងថាយុរ៉ុបអញ្ចឹងរាជព្រះនៅឋានសួគ៌ជារាជតែមួយលែងមានការចំណាយនេះមាននឹងទីឈ្នេះមែនក៏ប៉ុន្តែយើងនៅតែអាចមើលដឹងថានេះកាលពីវានៅផែនដីវាជាខ្មែរអានេះកាលវានៅផែនដីវាជាវៀតណាមអានេះកាលនៅផែនដីវាជាថៃអានេះកាលនៅផែនដីវានៅជាអាមេរិកកាលដែលវាអត់តន់មកដល់ឋានសួគ៌សម័យមើលបើសិនទៅអ៊ំមកថាលះព្រះ2លានចុះហើយស្រាប់ខ្មែរមាន10នាក់ក្រៅពីនឹងគេសិតតែរាប់ពាន់រាប់ម៉ឺននាក់ខ្មាស់គេអត់ចំពោះចំណុចនេះយើងត្រូវគិតដែរក្រៅពីជួយខ្លួនយើងឲ្យទៅឋានសួគ៌បានទៅជោគជ័យយើងពិតជាចង់ឃើញខ្មែរកុំឲ្យខ្មែរនៅលើផែនដី20លានចំនួនតិចជាងគេបាទងាកតែអាមួយនោះ100ជាងងាកមកអាមួយនេះ70ជាងហើយយើងមានតែ20លានបាទយើងថាយកកូនទៅច្រើនទៅរៀបការឲ្យច្រើនទៅបាទកុំពជាកំណើតទៀតពីពួកអីគេខ្មែរមានចំនួនតិចបងប្អូនដែរឃើញក្នុង Facebook អត់ត្រូវរឿងផែនដីខ្ញុំមិននិយាយទេប៉ុន្តែទៅឋានសួគ៌បងប្អូនចង់ឃើញខ្មែរបានអ្នកចូលឋានសួគ៌អាមែនកុំភ្លេចនៅលើផែនដីនេះអ្នកសបល់នឹងទៅឋានសួគ៌ទោះបីអ្នកដូរសបល់ក៏នៅតែជាខ្មែរដែរពីព្រោះព្រះនគរព្រះគឺជានគរដុំថ្មមិនមែននគរដុំអត់ទេធ្លាប់ស្ដាប់តែខ្ញុំអ្វីដែលខ្ញុំអធិប្បាយអរិយសាតាំងចង់ធ្វើឲ្យពិភពលោកនេះគឺដូចជាដុំអត់តែម្ដុំអញ្ចឹងមើលទៅពណ៌ដូចជាទំហំដូចជាទងន់ប៉ុណ្នេះបើប្រហោងទាំងអស់បើតាន់ទាំងអស់តែនគរព្រះអត់អញ្ចឹងទេតែព្រោះព្រះជាព្រះជាស្ដេចដែលពេញដោយប្រាជ្ញាបាទអញ្ចឹងព្រះអង្គធ្វើអីទាំងអស់ខុសគ្នាទាំងអស់ពីព្រោះភាពខុសគ្នានឹងបាទទើបឲ្យម្នាក់ត្រូវការគ្នាហើយភាពខុសគ្នានឹងទើបបង្ហាញប្រាប់ថាព្រះពេញដោយប្រាជ្ញាហើយព្រះមិនដែលធ្វើឲ្យអ្នកណាដូចអ្នកណាទេអញ្ចឹងកុំឲ្យ expect ថាទៅដល់ឋានសួគ៌ទាំងអស់គឺមានតែមួយសាសប្រហែលជាសាសអាមេរិកកាំងឬសាសអ៊ីស្រាអែលមិនមែនទេគ្រប់ជាតិសាសទាំងអស់ពេលទៅដល់ឋានសួគ៌និយាយភាសាតែមួយគិតពីរឿងតែមួយជនជាតិតែមួយលែងមានបាបប៉ុន្តែសាសនាគឺនឹងសាសនឹងដែរអាមែននេះជាការពិតបាទអញ្ចឹងហើយបានជាប្រឹងលោកអ្នកបងបាទប្រឹងនៅក្នុងឃ្លុងដែលយើងកំពុងតែរៀនហេតុអីបានជាខ្ញុំនិយាយថាឃ្លុងដែលតាក់តងលេចឡើងនៅលើក្បាលឬលើថ្ងាសនេះវាជាឃ្លុងដែលអាក្រក់ជាងគេពីព្រោះឃ្លុងនេះវាចេញពីគំនិតវាជានិមិត្តរូបនៃឃ្លុងនៅក្នុងគំនិតមុនពេលដែលវាចេញនេះថ្ងាសបាទហើយឃ្លុងនៅក្នុងគំនិតមិនមែនអីគេគឺជាឃ្លុងដែលជានិមិត្តរូបដែលនិយាយអំពីមនុស្សនៅក្នុងនគរព្រះ
ដែលគាត់គិតថាឲ្យតែគំនិតខ្ញុំចង់ធ្វើគឺព្រះឯកភាពទាំងអស់បាទដោយនិកាយមួយចំនួនបាទនិកាយខ្លះបែកជាពីរដោយសារអីគេពាក់កណ្ដាលគេគ្រប់គ្រងថាគេអាចធ្វើជា pastor បានអញ្ចឹង pastor គេឡើងមកគេផាត់តបកភ្នែក3 4 5ជាន់ទៅហើយគេប្រាប់ថាអរគុណដល់អ្នក make up ចេះមួយចេះពីរមកដូចជា account អញ្ចឹងបាទហើយគេមកអធិប្បាយទៅហើយអ្នកទៅទទួលគេទទួលទៅនៅក្នុងនិកាយហ្នឹងដែលគេថាគេ strict ទៅនឹងព្រះបន្ទូលព្រះអង្គគេចិត្តបែកចេញបែកពីរបែកជា3បាទហើយអ្នកដែលគេអ្នកដែលទទួលថាបាទមនុស្សដែលស្រឡាញ់ភេទដូចគ្នាអាចធ្វើជាគ្រូវិទ្យាបានព្រោះគេគិតថាព្រះអត់រើសអើងទេព្រះអត់រើសអើងមែនក៏ប៉ុន្តែអ្នកត្រូវថាគ្រប់តាមច្បាប់របស់ព្រះណាហើយអ្នកខ្លះទៀតគេថាម៉េចបាទគឺខ្លងទៅក្នុងគំនិតសំដៅទៅលើអ្នកដែលយកគំនិតខ្លួនឯងបាទទៅធ្វើទៅបង្កើតបាទទៅបំភ្លៃព្រះបន្ទូលរបស់ព្រះហើយនាំអ្នកដទៃឲ្យដើរតាមខុសពីច្បាប់ខុសពីមាត្រារបស់ព្រះជាម្ចាស់លោកនេះរឿងអីទាំងអស់បាទមុនពេលចេញមកក្រៅមុនពេលរូបភាពវាត្រូវនៅក្នុងគំនិតជាមុនអញ្ចឹងបជារៀបព្រះអញ្ចឹងហើយបាទខ្ញុំតែងតែដាស់តឿនបងប្អូនយើងប្រាប់ថ្មីពេលនៅជុំគ្នាប្រយ័ត្នទាំងសម្ដីពីព្រោះមនុស្សឆ្លោះគ្នារឿងហ្នឹងតែនៅម្នាក់ឯងគ្រោះថ្នាក់គឺរឿងគំនិតពីព្រោះនៅម្នាក់ឯងអាងតែនៅម្នាក់ឯងគិតសពគ្រប់បែបយ៉ាងហើយពេលច្រើនតែគិតល្អទេគឺច្រើនតែគិតស្អីដែលត្រូវតម្រូវចង់ឲ្យខ្លួនឯងសុបាយចង់ឲ្យខ្លួនឯងទៅបាទអញ្ចឹងយើងដឹងភ្លាមកាលណាយើងនៅម្នាក់ឯងបាទស្អីដែលគួរគិតចាំគិតស្អីមិនគួរគិតកុំគិតបាទហើយចូលមួយអញតែញ៉ាចេញមួយភ្លាមអញ្ចឹងគិតបាទនៅពេលអញ្ចឹងបានព្រះសរុបថាបរិញ្ញាឲ្យបងប្អូនបណ្ដេញចេញបាទដើម្បីកុំអីគេកុំឲ្យអាកំណត់វាចូលមកកាច់សបុកហើយបង្កើតកូនបាទខ្ញុំធ្លាប់អធិប្បាយអំពីរឿងពងពោះកាលណាយើងទុកឲ្យពោះពងក្នុងខួរក្បាលរបស់យើងមកស្ទុះវាញាស់ចេញពោះវែកហើយវាចាក់ជើងហើយអាមែនអានឹងជាការពិតហើយនេះគឺជាអាចកម្បាំងដែលចេញពីបទពិសោធន៍នៅក្នុងការរស់មិនមែនគ្រាន់តែព្រះបន្ទូលអស់អ្វីដែលយើងមិនចង់ឲ្យវាមានអំណាចក្នុងជីវិតរបស់យើងកុំអនុញ្ញាតឲ្យវាមានក្នុងគំនិតរបស់យើងបើយើងអនុញ្ញាតឲ្យវានៅក្នុងគំនិតរបស់យើងដាច់ខាតថ្ងៃមួយវានៅលើពាក្យសម្ដីរបស់យើងថ្ងៃណាមួយវានៅលើកាយវិការរបស់យើងថ្ងៃណាមួយវានៅក្នុងសកម្មភាពរបស់យើងបើមិនចង់ឲ្យវានៅក្នុងភាសាយើងនៅក្នុងពាក្យសម្ដីយើងនៅក្នុងជីវិតរបស់យើងកុំអនុញ្ញាតឲ្យវានៅក្នុងគំនិតយើងពីព្រោះអ្វីដែលវានៅខាងក្នុងវានឹងចេញមកក្រៅអាមែននេះជាការពិតវាគ្រាន់តែត្រូវការពេលទេអញ្ចឹងរឿងខ្លងនេះរឿងសំខាន់ជាងគេដើម្បីឲ្យចេញរោគសញ្ញាគឺពេលអញ្ចឹងហើយបានគេចាត់តាលេខៈនៅនឹង7ថ្ងៃ7ថ្ងៃទៀត7ថ្ងៃ7ថ្ងៃទៀតរហូតដល់ច្បាស់តើព្រះកពីចង់បរិញ្ញាយើងអីព្រះកពីចង់បរិញ្ញាយើងខ្លងមើលអត់ឃើញមិនផ្លែតបាទពេលអ្នកទទួលអធិពលឬក៏ការអាក្រក់ឬអំពើបាបណាមួយអ្នកអត់ឃើញមិនផ្លែតទេក៏ប៉ុន្តែបើអ្នកមិនបន្តបន្សាបវាមិនបន្តបណ្ដេញវាចេញមិនបន្តព្យាបាលវាទេថ្ងៃណាមួយវានឹងចេញរោគសញ្ញាអាមែនហើយវានឹងធ្វើឲ្យរូបកាយអ្នកកខ្វក់ធ្វើឲ្យរូបកាយអ្នកខូចនេះគឺជាអ្វីដែលយើងត្រូវតែរៀនយល់បាទនៅក្នុងបាទខ45ឯមនុស្សណាដែលកើតខ្លងត្រូវឲ្យស្លៀកពាក់កណ្ដាលបាទនៅក្បាលទទេទៅគ្របមាត់ខាងលើអញ្ចឹងអាងក្រោមនេះអត់គ្របទេគ្របខាងលើបាទហើយស្រែកថាខ្ញុំស្មោករោគខ្ញុំស្មោករោគបាទអ្នកនោះនៅតែស្មោករោគជានិច្ចគ្រប់វេលាដែលនៅមានបាទរោគនៅឡើយអ្នកនោះជាមនុស្សស្មោករោគពិតត្រូវឲ្យបាទនៅតែឯងហើយមានលំនៅនៅខាងក្រៅទីដំឡើងប្រសាលបាទអញ្ចឹងការទទួលស្គាល់បាទ acknowledge បាទថាអីគេថាខ្ញុំជាមនុស្សស្មោករោគព្រះចង់និយាយពីរឿងអីនេះគឺជាអ្វីដែលសំខាន់ខ្លាំងណាស់បាទយើងឃើញជំងឺខ្លងត្រូវបានទទួលស្គាល់តាមរយៈការចេញនៅរោគសញ្ញាហើយមនុស្សដែលបានកើតក៏ត្រូវទទួលស្គាល់ខ្លួនឯងថាពិតជាការរោគខ្លងនេះគឺជាចំណុចនៃការព្យាបាលបើសិនជាអ្នកនឹងមិនទទួលស្គាល់ថាខ្ញុំខ្លងបាទព្រះក៏ជួយយើងអត់បានទេ
អាមែនអ្នកកាត់ខ្លងត្រូវតែនៅដាច់ដោយឡែកបាទដូចជាអីស្ដេចយូសេសបាទលោកអ្នកបងប្អូនមើលបាទរបាក្សត្រខ្សែទី2ពេលដែលបាទទ្រង់កាត់ខ្លងហើយគេធ្វើម៉េចបាទគេសង់ដំណាក់មួយនៅតែឯងទៅលែងមានអ្នកតាក់ទងអ្នកណាទៀតបាទភរិយាក៏មិនអាចជួបកូនចៅក៏មិនអាចជួបអ្នកអំរាណាក៏មិនអាចជួបនៅម្នាក់ឯងទល់ថ្ងៃងាប់ទៅបាទពីព្រោះខ្លងអាចជួបអ្នកណាបានទេបាទកាលណាតែយើងជួបគេធ្វើឲ្យឆ្លងខ្លងដល់គេកាលណាយើងជួបគេធ្វើឲ្យគេមិនបាទភាពមិនស្អាតរបស់ផងយើងនឹងធ្វើឲ្យចម្លងដល់អ្នកដទៃផ្សេងទៀតបាទដើម្បីការពារកុំឲ្យឆ្លងរាជរបស់ផងព្រះយើងឃើញនៅក្នុងករិនថូសធ្វើម៉េចដែរបាទនៅក្នុងករិនថូសខ្សែទី1ចំពុក5ខ13គេនិយាយពីបុរសម្នាក់ដែលយកប្រពន្ធឪពុកខ្លួនឯងហើយព្រះកាពីលោកពោលប្រាប់ថាអត់គួរទុកមនុស្សក្នុងនគរព្រះដេញចេញបាទបកគលវាឲ្យសាតាំងទៅដើម្បីឲ្យបលឹងគេបានសង្គ្រោះលោកអ្នកបងមើលយីពុកអាមែនបាទវាបានបញ្ជាក់ថាព្រះដ៏បរិសុទ្ធទ្រង់មិនសម្របសម្រួលជាមួយនឹងអំពើបាបវិធីតែមួយគត់ដែលអាចធ្វើឲ្យរាជរបស់ផងព្រះស្អាតឡើងវិញគឺទទួលស្គាល់ថាខ្លួនឯងមានខ្លងមិនស្អាតនៅចំពោះព្រះជាម្ចាស់បាទនេះគឺជាអ្វីដែលព្រះគម្ពីរបានបង្ហាញបាទយើងឃើញក្នុងព្រះគម្ពីរលូកាបាទយើងឃើញមានអំពីមនុស្សខ្លង10នាក់តើនៅព្រំប្រទល់រវាងស្រុកកាលីលេនិងស្រុកសាមារីតើគេជារិស័យអ្នកខ្លងទាំង10នាក់ហ្នឹងឃើញព្រះយេស៊ូវពីចម្ងាយអត់ហ៊ានចូលទៅចិត្តទៅហើយស្រែកថាព្រះអង្គអើយខ្ញុំខ្លងខ្ញុំក៏ក្រិចខ្ញុំមិនស្អាតនេះគឺជាចំណុចដើមនៃការព្យាបាលបាទដែលគាត់ព្រមទទួលស្គាល់ហើយគាត់សារភាពថាគាត់ខ្លងគាត់មិនស្អាតបាទគាត់ស្មុគរោគនៅចំពោះព្រះជាម្ចាស់ហើយសូមឲ្យព្រះមេត្តាដល់គាត់បាទគាត់ក៏ត្រូវបានរួចព្រះគម្ពីរប្រាប់ថាមនុស្សទាំងខ្លងទាំង10នាក់នោះត្រូវបានជៀសសម្លៀកពាក់កណ្ដាចគឺជានិមិត្តរូបពីការទទួលស្គាល់នៅចំពោះព្រះថាបាទខ្លួនមានខ្លងហើយត្រូវការព្រះជួយបាទសម្លៀកពាក់នេះមិនមែនកណ្ដាចហ្នឹងដោយសារសម្លៀកពាក់ថ្មីហើយគាត់ពាក់កណ្ដាចទេទោះបីថ្មីក៏ត្រូវហែកឲ្យកណ្ដាចដែរដើម្បីឲ្យឃើញសាច់គឺបង្ហាញពីការ reveal yourself to God អាមែនថាខ្ញុំមានបាបអត់លាក់ទុកខ្លងទៀតទេបាទនេះគឺជាដំណោះស្រាយបាទក្បាលទទេបាទគឺទទួលស្គាល់បាទចាំមិនដែរនៅក្នុងគំនិតខ្ញុំអញ្ចឹងក្បាលគឺនិយាយពីគំនិត symbolic អំពី thought បាទនិយាយគឺជានិមិត្តរូបពីគំនិតយើងត្រូវទទួលស្គាល់ក្នុងគំនិតថាខ្ញុំមានខ្លងខ្ញុំមានបាបខ្ញុំមិនស្អាតខ្ញុំមិនបរិសុទ្ធខ្ញុំត្រូវការដោះវារួចបាទបើសិនជាយើងមិនទទួលស្គាល់ថាខ្លួនយើងមានបាបគំនិតយើងមិនទទួលស្គាល់ថាយើងជាមនុស្សមានបាបអ្នកព្រះក៏ជួយយើងបានដែរត្រូវអត់បាទចុះក្របមាត់នៅខាងលើបញ្ជាក់ពីអីគេការកាន់ទុក្ខបាទគឺបង្ហាញទុក្ខកិរិយាឈឺចិត្តខ្មាស់បាបនេះគឺជាអ្វីហើយលោកអ្នកបងប្អូនអាចឃើញបាទរឿងក្តៅក្របមាត់នេះនៅក្នុងអេសេគៀលចំពុក24លោកអ្នកបងប្អូនមើលបាទព្រះនិយាយមិនជាមួយអេសេគៀលបាទអញ្ចឹងនៅក្នុងព្រះគម្ពីរសិតតែមាននិមិត្តរូបបាទខ47ឯសម្លៀកបំពាក់ដែលមានរោគខ្លងទោះបើធ្វើពីរោមជៀមឬក្លូតទេទោះបើអំបោះអន្តងអំបោះចាក់ឬពីអំបោះក្លូតទេឬពីរោមជៀមក្តីឬកើតនៅស្បែកឬរបស់អ្វីដែលកើតក្តីបើរោគនោះមានសម្បុរបៃតងខ្ចីក្រហមព្រឿងនៅសម្លៀកបំពាក់នោះទោះបើអំបោះអន្តងឬអំបោះចាក់ឬស្បែកនោះឬរបស់អ្វីដែលកើតពីស្បែកក្តីនោះគឺជារោគខ្លងហើយត្រូវបង្ហាញដល់សង្ឃត្រូវឲ្យសង្ឃពិនិត្យមើលរួចយករបស់ដែលមានរោគនោះទៅបង្ខាំងទុក7ថ្ងៃដល់ថ្ងៃទី7ទៅពិនិត្យមើលម្ដងទៀតទោះបើអំបោះអន្តងអំបោះចាក់អំបោះឬស្បែកបាទក៏ដោយនេះគឺជារោគខ្លងដែលស៊ីបង្ខូចរបស់បាទនោះស្មោករោគហើយត្រូវដុតសម្លៀកបំពាក់នោះចោលទោះបើធ្វើពីរោមជៀមឬក្លូតទេដែលកើតពីអំបោះអន្តងឬអំបោះចាក់ក្តីព្រមទាំងរបស់ដែលកើតពីស្បែកដែលមានរោគនោះផងត្បិតរោគនោះគឺជាខ្លងដែលស៊ីបង្ខូចឬត្រូវដុតនឹងភ្លើងបាទត្រូវដុតនឹងភ្លើងតែបើសង្ឃពិនិត្យមើលទៅឃើញថារោគនោះមិនបានរាលដាលបាទឡើងនៅសម្លៀកបំពាក់នោះទេនោះតាមទោះនៅតាមអំបោះអន្តងឬអំបោះចាក់ឬនៅរបស់អ្វីដែលនៅស្បែកនោះក្តី
នោះត្រូវឲ្យសង់បង្គាប់ឲ្យលៀងរបស់ដែលកើតមានរោគនោះចេញរួចត្រូវយកទៅបង្ខាំងទុក7ថ្ងៃទៀតក្រោយដែលបានលៀងរួចហើយនោះត្រូវឲ្យសង់ពិនិត្យមើលទៀតបើឃើញថារោគនោះមិនបានប្រែសម្បុរទេក៏មិនបានរៀលដាលឡើងរបស់នោះស្មុគរោគហើយត្រូវដុតចោលក្នុងភ្លើងទៅត្បិតជារោគស៊ីបង្ខូចពិតទោះបាននៅក្នុងឬខាងក្រៅក្តីបើសិនជាពិនិត្យមើលឃើញថារោគនោះបាទចង់ស្លាប់ហើយក្នុងពេលក្រោយដែលបានលាងនេះគឺលាងនឹងទឹកនោះត្រូវហែកត្រង់ដុំពីសម្លៀកបំពាក់ឬពីស្បែកពីអំបោះអន្ទងឬអំបោះចាក់យកចេញរួចបើចេះតែលិចឡើងនៅសម្លៀកបំពាក់នោះទៀតទោះបើអំបោះអន្ទងអំបោះចាក់ឬរបស់ធ្វើពីស្បែកនោះគឺជាដំហួចរោគខ្លងហើយត្រូវតែយករបស់ដែលមានរោគនោះទៅដុតទៅនឹងភ្លើងបាទតែសម្លៀកបំពាក់ណាទោះមានអំបោះអន្ទងឬអំបោះចាក់ក្តីឬរបស់ដែលធ្វើពីស្បែកដែលបានលាងហើយបើសិនជារោគនោះចេញជ្រះស្រឡះនោះលាងម្ដងទៀតរួចនឹងបានស្អាតនេះហើយជាច្បាប់ខាងឯរោគខ្លងនៅក្នុងសម្លៀកបំពាក់ដែលធ្វើអំពីរោមជៀមឬក្លូតទេសទោះបើអំបោះអន្ទងអំបោះចាក់ឬធ្វើពីអ្វីឬនៅរបស់អ្វីធ្វើពីស្បែកក្តីដើម្បីឲ្យចេះសម្រេចនេះជាស្អាតនេះមិនស្អាតអញ្ចឹងយើងឃើញនៅក្នុងព្រះគម្ពីរបាទខ្លងនៅលើអីគេខ្លងនៅលើសម្លៀកបំពាក់ខ្លងនៅលើរបស់ប្រើប្រាស់បាទតើខ្លងនៅលើរបស់បាទដែលកើតនៅលើរបស់ប្រើប្រាស់ហ្នឹងបាទទោះបីជាសម្លៀកបំពាក់អ្វីក៏ដោយបាទនិយាយពីអីកាលណាខ្លងនៅលើរបស់ប្រើប្រាស់មិនយូរប្រហែលវានឹងចូលមកក្នុងខ្លួនរបស់ផងយើងអញ្ចឹងវិធីតែមួយគត់នៅពេលដែលឃើញមានរោគសញ្ញាត្រូវយកវាទៅបង្ខាំងទុក7ថ្ងៃបាទបើវារីកគឺវាជាខ្លងតែបើវាអត់រីកទេត្រូវយកវាទៅលាងទឹកបាទហើយបើលាងទឹកហើយយ៉ាងមិនដែរឃើញថាវាអត់រីកទេវិធីមួយទៀតដើម្បីរក្សារបស់ហ្នឹងកុំឲ្យខូចខ្វៀលកន្លែងដែលស្អាតនឹងចេញបាទអាមែនខ្វៀលកន្លែងស្អាតនឹងចេញបន្ទាប់មកយកវាទៅលាងទឹកមួយសាទៀតបាទហើយរបស់នោះវានឹងស្អាតអញ្ចឹងតើព្រះគម្ពីរចង់និយាយពីអីគេបាទខ្លងនៅលើកណាត់នៅលើកៅចាក់នៅលើអំបោះបាទអន្ទងឬក៏នៅលើស្បែកផ្សេងហ្នឹងគឺជានិមិត្តរូបអំពីអីបាទគឺនិយាយអំពីបាទអាកប្បកិរិយាអរិយាបថរបស់បុគ្គលបាទម្នាក់ដែលបានសម្ដែងចេញនៅក្នុងដំណើរជីវិតប្រចាំថ្ងៃរបស់យើងបាទនៅក្នុងព្រះគម្ពីរយូណាសចំពុក1ខ23បានចែងទុកពីរឿងទាំងអស់នេះបាទយោដាសប្រមានថាបាទពេលជួយនរណាម្នាក់ឲ្យចេញពីអំពើបាបរបស់គេត្រូវប្រយ័ត្នកុំឲ្យអំពើបាបរបស់ផងគេឆ្លងមកដល់យើងដូចជាការប៉ះពាល់សម្លៀកបំពាក់ដែលក៏ខ្វក់ដែរបាទអញ្ចឹងយើងឃើញបាទសារៈសំខាន់នៃបាទអត្តន័យនៅក្នុងសម្លៀកបំពាក់បានបញ្ជាក់នៅក្នុងយូហានចំពុក19ខ23ព្រះគម្ពីរបញ្ជាក់ថាម៉េចសម្លៀកបំពាក់ព្រះយេស៊ូវគ្រីស្ទគ្មានថ្នេរទេគឺសម្លៀកបំពាក់ព្រះអង្គយ៉ាងម៉េចដែរដោយប្រទះតែមួយអត់មានថ្នេរទេបាទអញ្ចឹងហើយបើគេចាប់ហើយអត់កើតតើព្រះគម្ពីរចង់បញ្ជាក់យើងរឿងអីប្រាប់ថាព្រះអង្គមិនថានៅទីសាធារណៈឬនៅខាងក្រៅឬនៅគ្រប់កន្លែងព្រះអង្គមានតែមួយຂະຫນាតគត់ល្អបរិសុទ្ធត្រឹមត្រូវសុចរិតនៅចំពោះមនុស្សនៅចំពោះព្រះនៅចំពោះខ្លួនឯងនៅចំពោះមនុស្សគ្រប់ទាំងអស់អត់មានស្តង់ដារ2អត់មានស្តង់ដារ3មានស្តង់ដារ4នេះអាមែននៅជាព្រះក៏អញ្ចឹងមកជាមនុស្សក៏អញ្ចឹងបាទនៅលើផែនដីអញ្ចឹងនៅឋានសួគ៌ក៏អញ្ចឹងនៅម្នាក់ឯងក៏អញ្ចឹងនៅក្នុងគ្រួសារក៏អញ្ចឹងនៅចំពោះពួកសិស្សអញ្ចឹងនៅកន្លែងណាក៏ដោយជាសម្លៀកបំពាក់ដែលមានថ្នេរតែមួយអញ្ចឹងសម្លៀកបំពាក់ហ្នឹង symbolic អំពីអីគេកាយវិការពាក្យសម្ដីអាកប្បកិរិយាការប្រព្រឹត្តរបស់ផងយើងលោកអ្នករតីគេអត់ខ្វល់ថាយើងជានរណាឬយើងធ្វើអីទេបាទទោះបីចង់ប្រាប់គេព្រះអញ្ចេះព្រះអញ្ចោះស្គាល់វាអស់ទាំងអាចកំងនៃឋានសួគ៌គេអត់យល់រឿងហ្នឹងទេតែអ្វីដែលគេស្គាល់ច្បាស់ពាក្យសម្ដីយើងកាយវិការយើងការប្រព្រឹត្តយើងទំនាក់ទំនងយើងបាទតើល្អសុចរិតត្រឹមត្រូវគេទទួលយកបានទេអានេះវាជារឿងសំខាន់បាទហើយទាំងអស់នឹងឯងវាបង្ហាញប្រាប់តែយើងស្អាតតែយើងខ្លងបាទ
អាមែនដែលធ្វើឲ្យគេបដិសេធឬគេចាប់អារម្មណ៍ព្រះរបស់ផងយើងមនុស្សជាទូទៅអីគេមិនហ៊ានប្រាប់គេទេថាខ្ញុំមិនហ៊ានប្រាប់គេថាខ្ញុំអ្នកជឿព្រះទេព្រោះនៅកន្លែងខ្ញុំគេអត់ទទួលស្គាល់ខ្ញុំអត់ជឿអញ្ចឹងទេខ្ញុំនិយាយរឿងខ្ញុំមួយខ្ញុំធ្លាប់និយាយដង2ដងហើយបាទខ្ញុំធ្លាប់ប្រាប់លោកអ្នកបងថាខ្ញុំធ្លាប់ធ្វើមេបាតកម្មទេហើយមិនមានបាតកម្មតូចតាចទេកណ្ដាលទីក្រុងភ្នំពេញពេលមួយបាទខ្ញុំរៀបចំហាងកាឲ្យកូនខ្ញុំនៅ City Mall ពេលដែល City Mall បើកដំបូងបាទហើយដោយសារផ្សារនឹងគាត់អត់គោរពលក្ខខណ្ឌជាមួយនឹងការជួលអញ្ចឹងក៏ផ្ទុះបាតកម្មឡើងហើយមនុស្សនៅក្នុងផ្សារទំនើបបាទមិនមែនជាកម្រណាស់សឹងតែអត់បាន 10% ទេអាជីវករថ្មីតែជាទូទៅគឺអាជីវករនឹងមានតូបនៅផ្សារចាស់ផ្សារថ្មីផ្សារអូឡ িম্প ិកផ្សារអូស័យមានគ្រប់តូបអស់ហើយម្នាក់អ្នកខ្លះបាតកម្មស្ទើរតែមួយជីវិតគាត់ហើយព្រោះពេលដែលផ្សារតូបគាត់ដែលមានកន្លែងណាមានបញ្ហាគាត់ទៅបាតកម្មរហូតអ្នកខ្លះធ្វើបាតកម្មស្ទើរតែមួយជីវិតហើយបាទនៅពេលដែលជាង400តូបនោះចាប់ផ្ដើមផ្ទុះបាតកម្មគេត្រូវឲ្យមនុស្សទាំងអស់ដែលមានតូបជួលនៅក្នុងនោះទៅបាតកម្មទាំងអស់គ្នាហើយខ្ញុំតែខ្ញុំមានតូបដែរខ្ញុំក៏ទៅដែរបាទសាលាក្រុងគេចាប់ផ្ដើមឲ្យយើងជ្រើសរើសតំណាងអញ្ចឹងគេយកតា5-10នាក់ទេបាទហើយរើសចុះរើសឡើងមិនមែនខ្ញុំនៅរើសខ្លួនឯងទេគេរើសចុះរើសឡើងគេរើសខ្ញុំដែរអញ្ចឹងខ្ញុំថាអូខេ5-10នាក់កុំអីដែរពួកអីប្លំមើលគេមើលឯងហើយណាមួយចង់យល់ផងបាទយើងចង់ស្វែងយល់បាតកម្មនឹងយ៉ាងម៉េចជួបគេយ៉ាងម៉េចចរចាយ៉ាងម៉េចបាទហើយទីបញ្ចប់ចេញពី15នាក់គេរើស3នាក់ជាប់ខ្ញុំដែរទៀតចេះទៅព្រោះចង់យល់ផងចង់មានបទពិសោធន៍ផងបាទខ្ញុំថានេះជាឱកាសធំហើយដែលខ្ញុំត្រូវតែស្វែងយល់បាទជាទូទៅខ្ញុំដាក់ខ្លួនខ្ញុំមិនមែនអត់មូលហេតុទេខ្ញុំចង់ស្វែងយល់រឿងអីម្យ៉ាងទីបញ្ចប់យើងចាប់ដើមទៅសាលាក្រុងហើយមុននឹងទៅដល់សាលាក្រុងបាទគឺគ្រប់គ្នាបាទបាតកម្មនៅផ្សារហើយបាតកម្មនៅផ្ទះហ៊ុនសែននៅទឹកខ្មៅផ្ទះសម្ដេចហ៊ុនសែននៅទឹកខ្មៅខ្ញុំក៏នៅទីនោះដែរអ្នកបាតកម្មក្រៅពីរឿងជាច្រើនរឿងមួយគឺមានតសភ្លើងមួយនៅមុខផ្ទះសម្ដេចហ្នឹងបាតកោពីណាមកនៅកន្លែងណាក៏ដោយក៏ត្រូវតែអុជជែកទៅហ្នឹងដែរគឺទម្លាប់របស់គេហ្មងបាទអញ្ចឹងបាទគេទៅទិញធូបទិញទៀនទិញចេកទិញផ្កាយកមកហើយគេឲ្យតំណាងបាតកោជាអ្នកអីគេឲ្យតំណាងបាតកោជាអ្នកដែលទៅឲ្យធូបហ្នឹងដើម្បីឲ្យគេបាតកម្មគេមានជ័យជំនះខ្ញុំថាបងប្អូនណាអុចទៅខ្ញុំនៅជឿព្រះយេស៊ូវខ្ញុំអត់អុចទេមនុស្ស400តូបណាក៏ដឹងថាខ្ញុំនៅជឿព្រះដែរតែគ្មានអាហ៊ានមើលងាយខ្ញុំទេហេតុអីពីព្រោះវាអត់សំខាន់រឿងជំនឿអ្នកទេវាសំខាន់តើអ្នកជានរណាអ្នកបានធ្វើអ្វីហើយក្នុងចំណោមហ្នឹងយ៉ាងម៉េចដែរក្នុងចំណោមហ្នឹងអ្នកមានធនណាក៏មានរហូតដល់អ្នកខ្លះបាទឈ្មោះជាអ្នករស់ស៊ីមែនក៏ប៉ុន្តែតាមពិតម្ចាស់តូបផ្កាយ2ផ្កាយ3អ្នកខ្លះរហូតដល់ប្រធានបកក៏មានដែរពីព្រោះកៅស៊ីបាទតែដល់ពេលយើងដឹកនាំគេឃើញយើងល្វីគឺយើងវៃឆ្លាតគេឃើញយើងមានប្រាជ្ញាបាទគេគ្រប់ឯងដល់ពេលបាតកម្មចប់នៅពេលនៅអែលហៀដល់ខ្នល់សិទ្ធិបាតកោមកវិញពហិបាទហើយបើបងប្អូនស្គាល់ Unicity អ្នក Unicity ទាំងអស់សុទ្ធតែជាមនុស្សដែលចេញពី City Mall ទាំងអស់ទៅធ្វើជាមេហើយគេក៏អញ្ជើញខ្ញុំទៅដែរបាទសិទ្ធតែមេកៈជាអ្នកបង្កើត Unicity តែម្ដងក៏ប៉ុន្តែខ្ញុំអត់ទៅពីពួកអីគេខ្ញុំថាប៉ុណ្ណឹងបានហើយខ្ញុំលេងប៉ុណ្ណឹងបានហើយខ្ញុំមកផ្ដោតលើការងារខ្ញុំវិញនេះគឺជាអ្វីដែលខ្ញុំចលោកគ្រប់រឿងទាំងអស់បាទបានខ្ញុំដឹងទៅជួបមេធាវីយ៉ាងម៉េចនិយាយយ៉ាងម៉េចអីយ៉ាងម៉េចគ្មានអ្នកណាហ៊ានមើលងាយយើងទេឲ្យតែយើងធ្វើអ្វីដែលត្រឹមត្រូវហើយនៅក្នុងជំហរមួយដែលត្រឹមត្រូវហើយខ្ញុំចលោកឆ្អែតហើយបាទរឿងដែលគេមើលងាយយើងមកពីយើងមិនបង្កើតស្តង់ដារទេយើងបាទអត់ហ៊ានបង្ហាញខ្លួនអត់ហ៊ានប្រាប់គេអត់ហ៊ាននិយាយអត់ហ៊ានអត់
ហ៊ានធ្វើត្រឹមត្រូវដូច្នេះហើយបានជាអីគេបានជាគេមើងងាយយើងនៅពេលដែលខ្ញុំរៀននៅសាលាភ្នំដូនពេញឲ្យតែពេលណូអែលគឺពហិខ្ញុំចាត់ខ្ញុំឲ្យទៅកាប់ដើមស្រល់ហើយដើមស្រល់នៅក្នុងភ្នំពេញគឺមានតែសាលាភ្នំដូនពេញទេដែលមានដើមស្រល់ជុំវិញសាលានោះសិតដើមស្រល់ទាំងអស់ហើយទៅកាប់គឺទៅសុំនាយកហើយលោកគ្រូរបស់ខ្ញុំបាទលោកគ្រូខាងវិន័យរបស់ខ្ញុំគឺទេពសកុលកំពូលម៉ែបេដាកាចបាទហើយពេលដែលខ្ញុំសួរគាត់ខ្ញុំថាលោកគ្រូសុំកាប់ដើមស្រល់ពី3ម៉េចហើយយកទៅធ្វើអីខ្ញុំយកទៅធ្វើណូអែលខ្ញុំទៅធ្វើដើមគ្រីស្មាស់គាត់ថាអាជឿព្រះយេស៊ូវមែនទេបាទតាំងពីខ្ញុំជឿព្រះយេស៊ូវគ្រូណាក៏ដឹងថាខ្ញុំអ្នកជឿព្រះយេស៊ូវដែរខ្ញុំមិនដែលលាក់សញ្ញាខ្ញុំតាំងពីដើមរហូតដល់ពេលគេថាម៉េចឲ្យតែដើមឆ្នាំឡើងគេសួរថាថ្នាក់យើងមានជនជាតិបាទមានអ្នកណាខ្លះជនជាតិឲ្យមានណាលើកគេថានោះអាមួយនៅជនជាតិគេថាខ្ញុំដែលជឿព្រះយេស៊ូវជនជាតិនឹងការពិតអញ្ចឹងហើយបានជាអីគេខ្ញុំមិនដែលលាក់ទេបាទថាខ្ញុំជាអ្នកណាហើយខ្ញុំធ្លាប់ឆ្លងខ្ញុំធ្លាប់ហែលអស់ហើយខ្ញុំអត់ជឿតតែសោះជឿព្រះគេមើងងាយអត់ជឿពួកខ្ញុំឆ្លងកាត់គ្រប់យ៉ាងបាទហើយជាពិសេសនៅក្នុងបាតកោគឺសុទ្ធតែជាមនុស្សច្បុកច្បល់ហើយគ្រប់ឋានៈគ្រប់វណ្ណៈទាំងអស់បាទអញ្ចឹងយ៉ាងម៉េចដែរមានអ្នកខ្លះលុយចាក់សឹងម៉ែត្រពីព្រោះសត្វតនៈមានក្នុងភ្នំពេញហើយមិនមែនបាតកោនៅធម្មតាទេគេអត់មើងងាយយើងទេឲ្យតែយើងបង្ហាញប្រាប់គេឲ្យត្រឹមត្រូវបាទហើយមានតែគេគោរពយើងបងនៅតែជឿព្រះយេស៊ូវទៅឲ្យគាត់ធ្វើការទៅគាត់នឹងការពិតអញ្ចឹងហើយបានជាអីគេបានជាត្រូវរស់នៅបាទឲ្យបានត្រឹមត្រូវបាទដើម្បីបង្ហាញប្រាប់គេអំពីព្រះនៅពេលដែលយើងរស់នៅត្រឹមត្រូវបាទមិនបាច់ផ្សាយនឹងល្អទេគេមកសួរបងប្រាប់ខ្ញុំពីរឿងព្រះយេស៊ូវតិចមើលអ្នកខ្លះមកប្រាប់ខ្ញុំថាបងខ្ញុំស្អប់អ្នកជឿព្រះយេស៊ូវណាស់បងចដូនមួយខ្ញុំប្រអត់ទាំងបាយហើយដេញឯងទីក្រៅផ្ទះទៀតគេប្រាប់ដល់អញ្ចឹងទៀតហើយថាចុះមិនក៏មិនស្អប់ខ្ញុំបងឯងដូចខុសគេនឹងការពិតហើយខ្ញុំនិយាយសត្វតែជាការពិតបាទបង្កើតស្តង់ដារមួយឲ្យគេស្គាល់ថា who you are បាទហើយកុំដូរស្តង់ដារ2ស្តង់ដារ3ព្រះយេស៊ូវវាមិនចៃដន្យទេនៅក្នុងព្រះគម្ពីរយ៉ូហានចំពុក19ខ23ពីពណ៌នាអំពីសម្លៀកបំពាក់របស់ព្រះយេស៊ូវដែលមានតែមួយធ្នេរគត់អត់អាចហែកបានបាទគឺហើយសម្លៀកបំពាក់នឹងនិយាយពីអីនិយាយពីស្តង់ដារនៃជីវិតរបស់ផងព្រះអង្គដែលព្រះអង្គមានស្តង់ដារតែមួយសុចរិតត្រឹមត្រូវទៀងត្រង់បាទអត់មានស្តង់ដារអីផ្សេងទេបាទអញ្ចឹងហើយបានជាឃ្លុងលើសម្លៀកបំពាក់កៅចាក់កៅអន្តងលើស្បែកដែលនៅលើខ្លួនយើងដែលយើងពាក់ដែលជារបស់ប្រើប្រាស់វាជា symbolic អំពីអីគេពាក្យសម្ដីកាយវិការអាកប្បកិរិយាការគិតការប្រព្រឹត្តទង្វើរបស់យើងនៅគ្រប់ទីកន្លែងដែលយើងទៅគ្រប់ទីកន្លែងដែលយើងទៅបាទហើយមិនបាច់ប្រាប់គេថាបាទខ្ញុំជឿព្រះយេស៊ូវឬខ្ញុំមិនជឿព្រះយេស៊ូវទេរឿងនឹងគេអត់យល់ទេហើយគេក៏អត់ឃើញដែរតែអ្វីដែលគេឃើញតើភាសាណឯងកាយវិការណឯងពាក្យសម្ដីណឯងអាកប្បកិរិយាណឯងការប្រព្រឹត្តណឯងយ៉ាងម៉េចអានឹងគឺជាការសំខាន់អញ្ចឹងវិធីយ៉ាងម៉េចដែរការដោះស្រាយខ្លួនលើសម្លៀកបំពាក់គឺធ្វើអីទី1ចាត់តាលិស័កទី2បើឃើញថាវាអត់រីករាយដល់ទេយកវាទៅបោកទឹកបាទបន្ទាប់មកខ្វៀលកន្លែងដែលវាឆ្លងនឹងចោលវាជានិមិត្តរូបពីអីគេព្រះអង្គឲ្យយើងត្រួតពិនិត្យមើលខ្លួនយើងពាក្យសម្ដីកាយវិការអាកប្បកិរិយារបស់យើងតើកន្លែងណាខ្លះដែលមានបញ្ហាបាទហើយព្រះអង្គប្រាប់ថាម៉េចបើវាមិនស្អាតវាមិនត្រឹមត្រូវទេយកព្រះបន្ទូលព្រះអង្គដែលជាទឹកយកទៅលាងម្ដងមិនចេះលាងទៀតលាងហើយលាងតចេះហើយបាទហើយត្រូវខ្វៀលកន្លែងខូចនឹងចោលបាទមានន័យថាលះកាត់អាកន្លែងមិនត្រឹមត្រូវនឹងចោលទៅឬក៏ចង់ឲ្យយើងធ្លាក់នរកនៅថ្ងៃមួយមែនពីព្រោះ symbolic សម្លៀកបំពាក់ដែលត្រូវខ្លុងស៊ីជំរឹះក៏មានតែមួយគត់ដុតក្នុងភ្លើងមែនចឹងបានខ្លុងនៅក្នុងព្រះគម្ពីរវាមិនមែនគ្រាន់តែជាឃ្លុងលើរាងកាយក៏ប៉ុន្តែវាជា symbolic អំពីឃ្លុងខាងវិញ្ញាណបាទដែលវាកើតឡើងនៅពេញសារពាង្គកាយយើងទាំងអស់តាំងពីក្បាលដល់ចុងជើងហើយគ្រប់ទីកន្លែងទាំងអស់
បាទដែលវានិមិត្តរូបអំពីអីគេការគិតរបស់យើងការនិយាយស្ដីរបស់យើងការរស់នៅរបស់យើងផ្នត់កំណត់របស់ផងយើងបាទហើយនឹងអំពើបាបដែលយើងលាក់ទុកនៅក្នុងខ្លួនរបស់ផងយើងនឹងកំសោយបាទដែលត្រូវបានព្រះព្យាបាលហើយតែយើងធ្វើប្រហែលហើយវាដួលចុះត្រឡប់ទៅវិញគឺសុទ្ធតែជាតកតងទៅនឹងបញ្ហាកំសោយយើងទាំងអស់អាមែនហើយសួរថាណាគ្រាន់ជាងណាបងប្អូនអត់មានណាគ្រាន់ជាងណាបាទអត់មានណាគ្រាន់ជាងណាគ្រប់គ្នាសុទ្ធតែបាបគ្រប់គ្នាសុទ្ធតែមានកំសោយអ្វីដែលគ្រាន់ជាងគឺមួយដាស់តឿនខ្លួនជាប្រចាំតម្រង់ខ្លួនជាប្រចាំចុះចូលគោរពស្ដាប់បង្គាប់ព្រះខ្សោយទទួលស្គាល់ថាខ្លួនខ្សោយខំមកមុលចូលទៅរកតែមួយទៀតជឿទុកចិត្តខ្លួនឯងខ្លាំងពេកថាខ្ញុំមិនអីទេខុសម្ដងខ្ញុំមិនអីខុសពីរដងខ្ញុំមិនអីទៀតទីបញ្ចប់ដួលមកទំហឹងមកវាមានតែប៉ុណ្្នឹងទេអាមែននឹងការពិតគ្រប់យ៉ាងបើយើងមើលនៅក្នុងការសិក្សារៀនសូត្រនៅក្នុងសាលាមានមនុស្ស3ប្រភេទមានអាកំគាត់កលេចឃើញចេះបាទអាហ្នឹងក៏មានហើយមានអាឆ្លាតបាទគឺមុខវិជ្ជាក៏ចេះដែរប៉ុន្តែវាមិនដល់អាឆ្លាតទី1ទេហើយនឹងវាមានអារៀនហើយមិនចេះទៀតបាទអារៀនហើយមិនចេះទៀតបាទតែអារៀនហើយមិនចេះហ្នឹងបើសិនជាវាប្រឹងអស់ពីចិត្តបើគេរៀន1ម៉ោងចេះវាអាចនឹង take time 5ទៅ10ម៉ោងតែវានៅតែចេះឲ្យតែវាប្រឹងបាទហើយបើសិនជាខ្វះពិន្ទុបន្តិចបន្តួចដោយយល់ដល់អត្តចរិតសម្ដីសម្ដៅនិងសិលធម៌របស់វាគ្រូនៅតែបន្ថែមបន្ទួវាជាប់ត្រូវឬអត់បាទនឹងការពិតខ្ញុំក៏ធ្លាប់និយាយសិស្សដែរបាទហើយក្នុងថ្នាក់គ្រូចាំជាងគេអាក្បាលខូចបំផុតបាទហើយអាកដាគ្រូមិនដែលចាំទេអាណាខូចបំផុតអាណាបកែបំផុតគ្រូចាំហ្នឹងឯងណាអញ្ចឹងហើយបានជាអីគេថ្ងៃនេះយើងរៀនភាគទី1បន្តិចក្រោយយើងរៀនភាគទី2គឺចំពេលដែលយើងតមតែម្ដងបាទហើយចង់ចាំហើយចាំទៅវិញអានហើយវិភាគហើយយកព្រះបន្ទូលព្រះអង្គទៅគិតហើយពិចារណាសេចក្ដីគិតហើយពិចារណាបាទហើយឆ្លុះបញ្ចាំងមកក្នុងគំនិតរបស់យើងបាទតាំងពីក្បាលដល់ចុងជើងទាំងក្នុងទាំងក្រៅទាំងកាយវិចារចិត្តរបស់ផងយើងហើយសួរព្រះពិចារណាជាមួយព្រះវិញ្ញាណសួរថាព្រះអង្គតើព្រះបន្ទូលព្រះអង្គនេះបាទចង់បរៀនអីខ្ញុំតើកន្លែងណាដែលខ្ញុំត្រូវឆ្លុះបញ្ចាំងកន្លែងណាដែលខ្ញុំត្រូវផ្លាស់ប្ដូរកន្លែងណាដែលខ្ញុំត្រូវកែប្រែបាទបើលោកអ្នកបងប្អូនបន្ទាបខ្លួននៅចំពោះព្រះសួរព្រះសុំព្រះសុំបាទឲ្យព្រះបំភ្លឺឲ្យលោកអ្នកបងប្អូនស្ម័គ្រចិត្តពេញទីព្រះនឹងបង្ហាញពីចំណុចខ្សោយនៅក្នុងជីវិតរបស់យើងអាមែនតែបើលោកអ្នកបងប្អូនឃើញហើយលឺហើយឃើញហើយលឺហើយឃើញហើយលឺហើយជំនឿទៅលើព្រះយេស៊ូវមិនមែនសាសនាទេបាទកុំភ្លេចគោលបំណងរបស់ខ្លួនឯងបើបងប្អូនជឿព្រះមិនចង់ទៅឋានសួគ៌អត់បញ្ហាបាច់យកចិត្តទុកដាក់ទេតែបងប្អូនចង់ទៅឋានសួគ៌បងប្អូនត្រូវការយកចិត្តទុកដាក់ពីព្រោះអីពីព្រោះដើម្បីឲ្យលោកអ្នកបងប្អូនបានដឹងថាលោកអ្នកបងប្អូននៅក្នុងសន្តានណាហើយត្រូវផ្លាស់ប្ដូរយ៉ាងម៉េចទៀតពីព្រោះមិនមែនគ្រាន់តែគិតថាខ្ញុំជឿព្រះខ្ញុំចង់ទៅឋានសួគ៌ហើយអូតូម៉ាទិកត្រូវទៅទេអ្នកត្រូវកសាងគុណសម្បត្តិនិងភាពបរិសុទ្ធរបស់អ្នកតាមព្រះអរិយព្រះបន្ទូលព្រះអង្គអាមែនក្រកចុះឡើងបាទចូលទៅចំពោះព្រះសេចក្ដីគិតហើយពិចារណាបាទនៅអ្វីដែលលោកអ្នកបងប្អូនបានឮនៅថ្ងៃនេះហើយជាមួយគ្នាផងដែរនៅពេលដែលលោកអ្នកបងប្អូនបាទកំពុងតែអីគេនៅពេលដែលលោកអ្នកបងប្អូនកំពុងតែគិតពិចារណាគឺជាពេលដែលលោកអ្នកបងប្អូនបាទត្រូវទទួលនំប៉័ងព្រមទាំងទឹកទំពាំងបាយជូរតាមរយៈគ្រូរបស់យើងសូមជិះ